ខ្ញុំធ្លាប់មានផ្ទះដ៏មានសុភមង្គលមួយឪពុកម្ដាយរបស់ខ្ញុំស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅសំណើចនឹងការអបអរសាទរបានហុំព័ទ្ធយើងប៉ុន្តែអ្វីបានចាប់ផ្ដើមនៅពេលដែលស្ត្រីនោះចូលមកក្នុងជីវិតរបស់យើងពេលវេលាមួយក្នុងជីវិតដែលបានផ្លាស់ប្ដូរអ្វីដែលបានកើតឡើងបន្ទាប់គឺអគ្គិភ័យដ៏មហន្តរាយមួយគាត់បានដុតផ្ទះខ្ញុំវាក៏បានបំផ្លាញកុមារភាពរបស់ខ្ញុំផងដែរខ្ញុំបានរួចផុតពីគ្រោះថ្នាក់គាត់បានចំណាយពេលកុមារភាពនិងវ័យជំទង់ដំបូងរបស់គាត់នៅក្នុងមណ្ឌលកុមារកំព្រាមួយដោយរស់នៅក្នុងជីវិតខ្លួនចូលរួមជាមួយយើងហើយឬនៅកុំបារម្ភអីខ្ញុំនឹងចូលទៅចិត្តអ្នកដោយប្រុងប្រយ័ត្នជាចុងក្រោយខ្ញុំនឹងវាយប្រហារដល់សាហាវនោះមិនដែលបារម្ភទេហ្វេងវៃជូលោកគ្រូហេខ្ញុំបានមើលប្រវត្តិរូបសង្ខេបរបស់អ្នកហើយល្អឥតខ្ចោះគ្រប់ទិដ្ឋភាពទាំងអស់អ្នកលើកតម្កើងខ្ញុំបើប្រៀបធៀបទៅនឹងបទពិសោធន៍កន្លងមករបស់លោកគ្រូហ្វាតើនេះមានន័យអ្វីតើអ្នកដឹងទេកាលខ្ញុំរៀនរាំគ្រូរបស់យើងបានប្រើអាល់បាំរបស់អ្នកជាឧទាហរណ៍ខ្ញុំពិតជាមានសំណាងណាស់ដែលបានឃើញអ្នករាំនៅពេលនោះពិតមែនទេតើគ្រូរបស់អ្នកឈ្មោះអ្វីខ្ញុំមិនបានរាំអស់រយៈពេលជាច្រើនឆ្នាំមកហើយវាពិតជាអស្ចារ្យណាស់ដែលមាននរណាម្នាក់នៅតែចង់ចាំគ្រូរបស់ខ្ញុំមិនសូវល្បីទេទោះជាយ៉ាងណាក៏ដោយឈ្មោះនិងស្នាដៃរបស់សាស្ត្រាចារ្យហ្វាងគឺជាអ្វីដែលជាច្រើនឆ្នាំបានកន្លងផុតនៅតែគួរឲ្យចាប់អារម្មណ៍មែនទេជាការពិតណាស់ខ្ញុំចាំបានក្មេងស្រីដែលគ្រួសាររបស់នាងត្រូវបានបំផ្លាញដោយអ្នកកាលពី15ឆ្នាំឥឡូវនេះបានប្រែក្លាយទៅជាអារក្សដ៏កាចសាហាវខ្ញុំនឹងត្រឡប់មកវិញដើម្បីរកអ្នកលោកគ្រូហ្វាងនៅមានពេលច្រើននៅខាងមុខលូជីងហេតុអ្វីបានជាអ្នកប្រោះទឹកលើខ្ញុំសូមរកអ្នកដែលមានសមត្ថភាពជាងនេះសេណារីយ៉ូមកអញ្ជើញគ្រូបង្រៀនរាំម្នាក់ឲ្យបង្រៀនអ្នកត្រូវសិក្សាយ៉ាងលំបាកអ្នកមិនអាចធ្វើបែបនោះបានទេបាននិយាយថាអ្នកត្រូវរក្សាជំហានរបស់អ្នកឲ្យនឹងពេលការគ្រប់គ្រងរាងកាយឲ្យរឹងមាំគ្រូនោះរាំមិនពូកែដូចខ្ញុំទេហេតុអ្វីខ្ញុំគួររៀនពីគាត់ឈុតឆាកតើអ្នកជានរណាខ្ញុំនៅទីនេះដើម្បីបង្រៀនអ្នកថ្មីម្នាក់ទៀតតើអ្វីធ្វើឲ្យអ្នកគិតថាខ្ញុំគួររៀនពីអ្នកសូមអភ័យទោសលោកគ្រូពេងអ្នកក៏បានឃើញវាដែរជីងមានទេពកោសល្យខ្ពស់ក្នុងការរាំតើអ្នកគិតថាអ្នកមានសមត្ថភាពធ្វើការងារនេះទេប្តីខ្ញុំមកវិញហើយហឹមប៉ាជីងប៉ាទើបតែឃើញកូននៅតាមផ្លូវគ្រូបង្រៀនរបស់ម្នាក់ទៀតបានបើកឡានចេញទៅលោកគ្រូម្នាក់នេះអ្នកមិនអាចធ្វើជាមនុស្សហពីហើយរត់ចេញម្ដងទៀតបានទេប្តីរបស់អ្នកធ្វើបែបនេះដោយសារតែកូនស្រីរបស់អ្នកប៉ុណ្ណោះលោកលូអ្នកពិតជាពូកែណាស់សួស្ដីខ្ញុំពិតជាចូលចិត្តជាងខ្ញុំនឹងបង្រៀនគាត់ឲ្យបានល្អមិនអីទេអ្នកទាំងអស់គ្នាត្រឡប់ទៅធ្វើការរបស់អ្នកវិញលោកគ្រូហ្វេងនឹងរស់នៅក្នុងផ្ទះរបស់យើងចាប់ពីពេលនេះទៅតោះរាំជាមួយយេងខ្ញុំមិនទាន់យល់ព្រមឲ្យគាត់ធ្វើជាគ្រូរបស់ខ្ញុំនៅឡើយទេជីងនេះជាអំណោយសម្រាប់អ្នកក្លិនវាឈ្ងុយណាស់បន្ទាប់មកខ្ញុំនឹងអនុញ្ញាតឲ្យអ្នកធ្វើជាគ្រូរបស់ខ្ញុំដោយស្ទាក់ស្ទើរលោកគ្រូហ្វេងថែមទាំងបានយកអំណោយមកជាមួយទៀតផងនៅពេលដែលគាត់មកសម្ភាសការបង្រៀនកុមារគឺខុសពីការបង្រៀនមនុស្សពេញវ័យមានវិធីខ្លះមែនទេអូសុំទោសខ្ញុំនឹងត្រឡប់មកវិញភ្លាមសួស្ដីតើនេះជាអ្នកណាហាយូរហើយមិនបានជួបមុខប្រពន្ធខ្ញុំត្រឡប់មកវិញហើយដោយស្ងាត់យប់ជ្រៅហើយណាយើងហាត់ប្រាណម្ដងទៀតថ្ងៃស្អែកតោះយើងហាត់បន្តិចទៀតលោកគ្រូហ្វេងលោកគ្រូពិតជាចូលចិត្តរំណាស់លោកគ្រូខ្ញុំមិនអាចគេងតែម្នាក់ឯងបានទេគ្រូនឹងដេកជាមួយអ្នកយកព្រមទេដើរឲ្យបានត្រឹមត្រូវលោកគ្រូខ្ញុំគេងមិនលក់ទេអនុញ្ញាតឲ្យគ្រូជែកជាមួយអ្នកតើអ្នកអាចប្រាប់ខ្ញុំបានទេហេតុអ្វីបានជានាំយកគ្រូបង្រៀនរាំពីមុនទាំងនោះមកពួកគេទាំងអស់ត្រូវបានបណ្តេញចេញបន្ទាប់មកអ្នកត្រូវសន្យានឹងខ្ញុំថាអ្នកនឹងមិនប្រាប់អ្នកណាទេម៉ាក់ខ្ញុំធ្លាប់ជាអ្នករាំដ៏ល្អម្នាក់ខ្ញុំចង់ឲ្យម៉ាក់ខ្ញុំរាំជាមួយខ្ញុំជាការពិតណាស់ខ្ញុំដឹងថានាងអស្ចារ្យប៉ុណ្ណាគាត់មានអំណាចខ្លាំងដល់ថ្នាក់អាចបំផ្លាញគ្រួសារមួយបាននោះហើយជាមូលហេតុដែលខ្ញុំចូលចិត្តវានៅពេលដែលម៉ាក់ខ្ញុំរាំតោះទៅគេងឥឡូវនេះខ្ញុំនឹងហាត់រាំបន្ថែមទៀតនៅពេលអនាគតមានតែពេលខ្ញុំធំឡើងទេទើបខ្ញុំអាចអស្ចារ្យដូចម្ដាយរបស់ខ្ញុំត្រូវទេប៉ុន្តែខ្ញុំនៅតែមិនអាចគេងលក់គ្រូកំពុងផ្ដល់របស់នេះដល់អ្នកគេងជាមួយអ្នកក្លិនវាឈ្ងុយណាស់
លោកគ្រូវ៉ាងតើអ្នកនៅតែភ្ញាក់ពីដំណេកយឺតម្លេះខ្ញុំកំពុងហាត់រាំដែលខ្ញុំនឹងឲ្យទៅយើងនៅថ្ងៃស្អែកជីងឆ្លាតណាស់ខ្ញុំខ្លាចថាខ្ញុំនឹងមិនអាចបង្រៀនគាត់បានទេប្រសិនបើខ្ញុំមិនអនុវត្តដោយខ្លួនឯងលោកលូតើលោកចាប់អារម្មណ៍ក្នុងការរៀបចំរបាំសម្រាប់ខ្ញុំទេខ្ញុំនឹងបង្រៀនច្រៀងជាគូនៅថ្ងៃស្អែកវិជាកិត្តយកមួយតើអ្នកស្គាល់ហ្វាំងទេខ្ញុំកំពុងកាន់ដៃប្តីរបស់អ្នកឥឡូវនេះរំរបាំដែលអ្នកធ្លាប់រាំនេះជាអំណោយដែលខ្ញុំកំពុងផ្ដល់ឲ្យអ្នកតើអ្នកកំពុងធ្វើអ្វីក្លិនលោកលូធ្វើឲ្យខ្ញុំឈឺក្បាលវាច្បាស់ជាទឹកអប់ថ្មីរបស់វេនមែនវាជាប់នឹងសម្លៀកបំពាក់របស់ខ្ញុំអ្នកមិនចូលចិត្តវាទេខ្ញុំពិតជាមិនចូលចិត្តរសជាតិរបស់អ្នកដទៃទេលោកគ្រូហ្វេងលោកគ្រូហ្វេងតើអ្នកកំពុងធ្វើអ្វីខ្ញុំទើបតែដើរកាត់បន្ទប់ក្បាច់គុណហើយសង្កេតឃើញថាទ្វារមិនត្រូវបានបិទត្រឹមត្រូវទេខ្ញុំបានចូលមកដោយចង់ដឹងចង់ឃើញវាបានបង្ហាញថាគ្រូហ្វេងកំពុងហាត់ក្បាច់គុណលោកគ្រូហ្វេងបានទូរស័ព្ទមកខ្ញុំនៅពាក់កណ្ដាលអាធ្រាត្រឧស្សាហ៍ព្យាយាមណាស់ជីងឧស្សាហ៍ព្យាយាមណាស់ក្នុងនាមជាគ្រូបង្រៀនខ្ញុំពិតជាត្រូវឧស្សាហ៍ព្យាយាមបន្ថែមទៀតវាកំពុងតែយឺតពេលហើយខ្ញុំនឹងត្រឡប់ទៅគេងវិញឥឡូវនេះអ្នកគួរតែសម្រាប់ខ្លះលោកគ្រូហ្វេងខ្ញុំគួរតែបានរំលឹកអ្នកប្រយ័ត្ននៅក្នុងផ្ទះនេះអ្នកបាននិយាយថាប៉ុន្តែខ្ញុំគិតថាមិនគួររាប់បញ្ចូលខ្ញុំដែលជាគ្រូបង្រៀនរាំនោះទេហាត់រាំគ្រប់ពេលស្រមុកបន្ទាប់មកខ្ញុំនឹងណែនាំអ្នកផងដែរនៅឲ្យឆ្ងាយពីបរិះដែលរៀបការហើយបើមិនដូច្នោះទេវាអាចបង្កឲ្យមានការយល់ច្រឡំដែលមិនចាំបាច់គ្រោះថ្នាក់នោះមិនសូវល្អទេចុះខ្ញុំវិញខ្ញុំស្អប់មនុស្សដែលគិតថាខ្លួនឯងឆ្លាតពេកសូមអរគុណចំពោះការរំលឹករបស់អ្នកខ្ញុំអាចត្រឡប់ទៅដេកវិញឥឡូវនេះមហេសីស៊ីព្រះអង្គយាងមកវិញហើយខ្ញុំត្រឡប់មកវិញហើយខ្ញុំនឹងត្រឡប់មកវិញដើម្បីជួយអ្នកដូច្នេះតើមានអ្វីកើតឡើងតើមានផែនការបាននៅផ្ទះគ្រូសាលូរួចហើយឥឡូវនេះខ្ញុំជាគ្រូបង្រៀនរាំរបស់លូជីនមិនអីទេចូលចាប់ផ្ដើមជាមួយឡៅដេងមួយជំហានម្ដងយើងអាចយកឈ្នះនិងបន្ថយល្បឿនបានអនុញ្ញាតឲ្យគាត់ជួបប្រទះរសជាតិនៃការបំផ្លិចបំផ្លាញគ្រួសារនិងសេចក្តីស្លាប់តើខ្ញុំអាចប្រកល់របស់នេះទៅអ្នកវិញដោយរបៀបណាតើអ្នកបានជួបប្រទះផលប៉ះពាល់អ្វីខ្លះលូជីននៅជាក្មេងនៅឡើយខ្ញុំបារម្ភថាឆ្នាំនេះអាចមានឥទ្ធិពលលើគាត់កម្រិតតូចគ្រាន់តែបណ្ដាលឲ្យមួយគេងប៉ុណ្ណោះគ្មានអ្វីនឹងកើតឡើងទេប៉ុន្តែខ្ញុំជាគ្រូពេទ្យគាត់នឹងមិនមានបញ្ហាអ្វីឡើយមនុស្សម្ងធំខ្ញុំបានត្រឡប់មកវិញជាពិសេសដើម្បីជួយអ្នកកុំធ្វើឲ្យខ្ញុំខកចិត្តអីអ្នកទទួលយកការស្លាប់របស់ខ្ញុំទុកវេទនាដែលអ្នកបានស៊ូទ្រាំអស់ជាច្រើនឆ្នាំតើអ្នកពិតជាគិតថាអ្នកអាចបំភ្លេចបានបែបនេះមែនទេខ្ញុំមិនទាន់ភ្លេចទេខ្ញុំត្រឡប់មកវិញវានិយាយអំពីការបន្ថយល្បឿននៃការផ្ដល់ឲ្យបន្ថយល្បឿនចលនានេះអ្នកគួរតែប្រាប់វាឲ្យចប់អ្នកគឺជាអណ្ដើកហើយយើងនឹងមិននៅជាមួយគ្នាទៀតទេខ្ញុំបានរកឃើញអ្នកវា15ឆ្នាំហើយឯងបានបំផ្លាញគ្រួសារខ្ញុំហើយបណ្ដាលឲ្យខ្ញុំស្លាប់ខ្ញុំនឹងសម្លាប់អ្នកខ្ញុំដឹងថាជាអ្នកហើយក្មេងល្មមអណ្ដើកមានអ្វីកើតឡើងម៉ាក់អ្នកសុខសប្បាយជីទេតើមនុស្សបែបនេះអាចចូលបានដោយរបៀបណាសុខសប្បាយជីទេលោកគ្រូអ្នកលែងស្គាល់ខ្ញុំទៀតហើយខ្ញុំឈ្មោះលូហ្វាននេះជាលោកគ្រូវ៉ាងតើគាត់កំពុងធ្វើអ្វីនៅទីនេះលោកគ្រូហ្វេងតើលោកគ្រូស្គាល់កូនប្រុសរបស់ខ្ញុំទេម៉ាក់ឲ្យម៉ាក់ច្រឡំខ្ញុំថាជាអ្នកផ្សេងហើយខ្ញុំជាគ្រូបង្រៀនរាំដែលទើបតែមកដល់ថ្មីនេះខ្ញុំមិនដែលឃើញអ្នកពីមុនមកទេវាមិនអាចទៅរួចទេដែលខ្ញុំមិនបានឃើញវាគឺខ្ញុំគឺលូហ្វាននិងលោកក្រវៃក្មេងលូខ្ញុំមានទឹកមុខមធ្យមបន្តិចប៉ុន្តែអ្នកនៅតែទទួលស្គាល់កំហុសរបស់អ្នកបែបនេះតើវាមិនឆ្លើយពេកទេមិនអីទេព្រោះគេថាមិនស្គាល់អ្នកតើនេះជាអរិយាប័ត្របែបណាលោកគ្រូហ្វាងអរគុណច្រើនសម្រាប់ការជួយសង្គ្រោះប្រពន្ធនិងកូនស្រីរបស់ខ្ញុំមើលចុះខោរបស់អ្នកខ្វក់អស់ហើយទៅងូតទឹកហើយបដូរសម្លៀកបំពាក់ទៅនេះជាកាហ្វេរបស់ខ្ញុំលោកស្រីបើអ្នកចង់ផឹកមួយទៀតខ្ញុំអាចធ្វើមួយឲ្យអ្នកបានយកវាទៅផែនការគឺដើម្បីជំនួសថ្នាំវាប្រកាសជានឹងមានរសជាតិខុសគ្នាហឹមកាហ្វេរបស់អ្នកតើរបស់របររបស់អ្នកមកដល់ផ្ទះនេះពីពេលណាអ្វីទាំងអស់ជារបស់ខ្ញុំតែគ្មានការអនុញ្ញាតពីខ្ញុំកុំប៉ះអ្វីទាំងអស់
ពេលនេះសម្រាប់ប្រពន្ធតើអ្នកមានក្លិនដូចអ្វីអេតខ្មាស់អៀងប្រាក់ខែគ្រូបង្រៀនរំរបស់គ្រួសារយើងក៏មិនទាបដែរតើអ្នកពិតជាត្រូវមានភាពមិនស្មោះត្រង់បែបនេះមែនទេភរិយាគួរតែផ្ដោតភស្តាំងនៅពេលនាងនិយាយហេតុអ្វីបានជារត់ហើយបង្កើតសម្លេងរំខានខ្ញុំរកទឹកអប់របស់ខ្ញុំមិនឃើញព្រឹកនេះទេគាត់មានក្លិនដូចទឹកអប់របស់ខ្ញុំដែរអ្នកនៅតែហ៊ាននិយាយថាអ្នកមិនបានយកវាតែជាដបទឹកអប់មួយប៉ុណ្ណោះហើយបន្ទាប់មកមានក្លិនមកលើខ្ញុំប្រហែលជាអ្នកទទួលបានវាពីកន្លែងណាមួយតើអ្នកភ្លេចអ្វីមួយទេមិនអាចទៅរួចទេលោកស្រីតើនេះជាទឹកអប់ដែលអ្នកកំពុងនិយាយអំពីមែនទេតើទឹកអប់នេះបានមកដល់អ្នកដោយរបៀបណាពេលសម្អាតបន្ទប់រកឃើញនៅខាងក្នុងម៉ាស៊ីនបោកគក់អ្នកកំពុងតម្រង់គោលដៅមកខ្ញុំគ្រប់ទីពួកគេបានវាខ្ញុំដោយគ្មានភស្តុតាងអ្វីទាំងអស់ខ្ញុំមិនអាចទិញកាហ្វេរបស់អ្នកបានទេគ្រូបង្រៀនរបាំរបស់គ្រួសារអ្នកខ្ញុំខ្លាចថាខ្ញុំមិនមានសមត្ថភាពបំពេញភារកិច្ចធំអ្នកចង់ចាក់ចេញមែនទេតើលោកគ្រូហ្វេងកំពុងនិយាយអំពីកាហ្វេប្រភេទអ្វីមានអ្វីកើតឡើងលោកសុភាពបុរសព្រឹកមិញនេះប្រពន្ធខ្ញុំបានលួចកាហ្វេរបស់លោកហ្វេងតើអ្នកឈ្មោះអ្វីអ្នកនៅតែរារាំងគាត់មិនឲ្យចាក់ចេញអ្នកនៅទីនេះអស់ជាច្រើនឆ្នាំហើយនៅតែមិនដឹងច្បាប់ពិតមកទៅតើវាមិនគួរឲ្យខ្មាស់អៀនគ្រប់គ្រាន់ទេខ្ញុំសូមអភ័យទោសចំពោះលោកគ្រូហ្វេងជាបន្ទាន់លុយយើងចេញតើអ្នកឈួតទេខ្ញុំបានសុំទោសគាត់លើកនេះអ្នកពិតជាខុសហើយអ្នកគួរតែសុំទោសលោកគ្រូហ្វេងហ្វានហើយអ្វីបានជាអ្នកមិនជឿម្ដាយរបស់អ្នកដែរល្អអ្នកទាំងអស់គ្នាសុទ្ធតែមានហេតុផលរៀងខ្លួនមែនទេលោកគ្រូហ្វេងខ្ញុំពិតជាបានមើលស្រាលអ្នកណាស់របៀបបន្ថយល្បឿនតើមានអារម្មណ៍យ៉ាងណាដែរដែលត្រូវបានមនុស្សគ្រប់គ្នាក្បត់និងបោះបង់ចោលរបស់អ្នកខ្ញុំនឹងយកពួកវាចេញម្ដងមួយយឺតលោកគ្រូហ្វេងចង់ទៅហែទឹកជាមួយគ្នាទេខ្ញុំនៅទីនេះដើម្បីអរគុណអ្នកលោកលូបានរើសវាឲ្យខ្ញុំនៅក្នុងសាលលោកគ្រូហ្វេងសូមស្វាគមន៍ហ្វាងម៉ាន់គឺជាមនុស្សដែលមានអារម្មណ៍ឆេវឆាវបន្តិចសូមកុំប្រកាន់អីលោកលូសូមស្លៀកសម្លៀកបំពាក់ខ្លះផងដើម្បីកុំឲ្យដាសាយនៅពេលក្រោយក្លិនក្រអូបណាស់ទឹកអប់ហ្វេងមែនតើអ្នកពិតជាយកវាមែនទេខ្ញុំមិនដឹងថាទឹកអប់របស់ហ្វេងមែនជាអ្វីទេនេះជាអ្វីដែលអ្នកបានធ្វើការពីម្សិលមិញនៅពេលអ្នកចេញដំណើរនោះប្រហែលជាកន្លែងណាមួយវាជាប់ទាំងហើយតើអ្នកមិនបាននិយាយថាអ្នកមិនចូលចិត្តក្លិនរបស់អ្នកដទៃទេខ្ញុំបាននិយាយហើយថាខ្ញុំមិនចូលចិត្តក្លិនរបស់អ្នកដទៃទេប៉ុន្តែឥឡូវនេះវាជារសជាតិរបស់ខ្ញុំស្វាមីសួរខ្ញុំថាតើទឹកអប់នេះមានក្លិនល្អដែរឬទេក្លិនវាខ្លាំងណាស់រហូតដល់ជាប់នឹងសម្លៀកបំពាក់របស់ខ្ញុំបុរសម្នាក់នេះបានលួងលោមប្តីខ្ញុំទឹកអប់របស់ខ្ញុំបានបាត់នៅព្រឹកនេះគាត់មានក្លិនដូចទឹកអប់របស់ខ្ញុំដែរអ្នកនៅតែហ៊ាននិយាយថាអ្នកមិនបានយកវាមែនទេតើនេះជាទឹកអប់ដែលអ្នកកំពុងនិយាយអំពីមែនទេតើអ្នកអាចបង្កប់ព្យុះប្រភេទណាអ្នកមិនចង់ចាក់ចេញទេមែនទេបន្ទាប់មកខ្ញុំនឹងរក្សាអ្នកនៅក្បែរខ្ញុំហើយធ្វើទារុណកម្មអ្នកយឺតរហូតដល់ស្លាប់តើអ្នកសុខសប្បាយជាទេថ្ងៃនេះខ្ញុំមិនមានក្លិនដូចអ្នកដទៃទេតើអ្នកពិតជាចូលចិត្តរបស់ដែលអ្នកបានលួចមែនទេខ្ញុំចូលចិត្តនិយាយអំពីរឿងអ្នកដទៃណាស់អ្វីបានខ្លាចជារបស់គាត់បន្តិចម្ដងប៉ុន្តែម្ដាយខ្ញុំឥឡូវនេះជាប្រពន្ធខ្ញុំផែនការនេះមិនល្អទេឧទាហរណ៍ចុះយ៉ាងណាចំពោះឧទាហរណ៍ការថែទាំកុមារឧទាហរណ៍ពិធីជប់លៀងដ៏រំភើបឧទាហរណ៍ខ្ញុំនឹងជួយអ្នកជាមួយនឹងបញ្ហាមួយចំនួនបញ្ហា
តើខ្ញុំអាចជួបបញ្ហាអ្វីខ្លះប៉ុន្តែអ្នកឥឡូវនេះបញ្ហាចេះតែកើនឡើងតើបុគ្គលិកណាម្នាក់នៅក្នុងក្រុមហ៊ុនរបស់អ្នកថ្មីនេះករណីលោតពីលើអគារធ្វើអត្តឃាតដោយសារនៅយប់ជ្រៅខ្ញុំអាចជួយអ្នកជាមួយរឿងនេះបានតើអ្នកកំពុងធ្វើអ្វីខ្ញុំចង់ស្នាក់នៅទុកឲ្យហ្វេងមែនបាត់ទៅសំឡេងមិនល្អទេលោកលូត្រូវតែជាមនុស្សឆ្លាតម្នាក់ខ្ញុំជឿថាអ្នកដឹងតើធ្វើដូចម្តេចដើម្បីជ្រើសរើសអ្វីដែលមានប្រយោជន៍បំផុតសម្រាប់ខ្លួនអ្នកនេះគឺជាថ្នាំគ្រប់គ្រងចិត្តអំពីរបៀបជ្រើសរើសវាអាស្រ័យលើអ្នកឥឡូវនេះថ្នាំនេះតើមានបញ្ហាទេខ្ញុំនឹងប្រពោលវាទៅអ្នកវិញយើងមិនអាចឲ្យគាត់បន្តប្រើប្រាស់វាបានទេលូជីងមិនអាចដេកលក់បានទេបើគ្មានខ្ញុំនៅក្បែរខ្ញុំបារម្ភពីថ្នាំនេះវានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់គាត់ឥឡូវនេះអ្នកបានទន់ភ្លន់ម្ដងទៀតតើខ្ញុំមិនបានប្រាប់អ្នកថារឿងនេះល្អទេនេះមិនមែនជាការមានចិត្តទន់ភ្លន់ទេនេះជាបញ្ហាកូកាគាត់គ្រាន់តែជាក្មេងឥឡូវនេះខ្ញុំគ្រាន់តែជាក្មេងម្នាក់នៅពេលនោះប្រសិនបើយើងដាក់ខ្លួនយើងនៅក្នុងស្ថានភាពរបស់គ្នាទៅវិញមិនអាចធ្វើបែបនោះបានទេមិនអីទេដូច្នេះអ្នកខុសហើយអូត្រូវហើយមានរឿងមួយទៀតខ្ញុំបានឈានដល់កិច្ចព្រមព្រៀងជាមួយលោកលូយឺជិងហើយឆ្នាំដែលអ្នកបានឲ្យខ្ញុំធ្វើឲ្យគាត់យឺតយ៉ាវប៉ុន្តែខ្ញុំត្រូវការជំនួយពីអ្នកដើម្បីដោះស្រាយបញ្ហានេះបញ្ហាទេសាធារណៈរបស់ក្រុមហ៊ុនលោកមានបញ្ហាទេដរាបណាវាជួយអ្នកឲ្យសង្សឹកមានបញ្ហាក្នុងការធ្វើអ្វីទាំងអស់បន្ទាប់មកខ្ញុំនឹងឲ្យមួយទៅលូយឺជិងដែលជាបុគ្គលិកនោះភស្តុតាងនៃការធ្វើរោគវិនិច្ឆ័យផ្លូវចិត្តតើនោះមិនអាចដោះស្រាយបញ្ហាបានទេ Pro Four Seasons ចាំងសេងចាំទុកណាទស្សននៃទុកវេទនាទាំងអស់របស់អ្នកគឺការថយចុះល្បឿនអ្នកពិតជាមិនត្រូវមានចិត្តទន់ភ្លន់ចំពោះគាត់ទេលោកគ្រូហ្វេងមិនបានរំខានលោកគ្រូមេងហេតុអ្វីលោកគ្រូមិនមក clinic ដើម្បីព្យាបាលគ្មានអ្វីសោះថ្មីនេះខ្ញុំគេងមិនលក់ទេដូច្នេះខ្ញុំបានមកពិនិត្យមើលវាតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំកំពុងលេងនៅក្បែរលើកមុនអ្នកនិងម៉ាក់ខ្ញុំកុំយកវាមកពិចារណាអីតើអ្នកមានពេលថ្ងៃនេះទេខ្ញុំចង់អញ្ជើញអ្នកទៅញ៉ាំអាហារពេលល្ងាចខ្ញុំមានរឿងត្រូវធ្វើនៅថ្ងៃនេះកុំបារម្ភអីអ្វីដែលបានកើតឡើងពីមុនគឺជាអតីតកាលចូលយើងកំណត់ពេលសម្រាប់ថ្ងៃមួយទៀតមិនអីទេបើដូច្នោះអ្នកអាចបន្តទៅមុខទៀតហើយរវល់បានលោកវិជ្ជបណ្ឌិតសូមពិនិត្យផងថ្មីនេះខ្ញុំមានអារម្មណ៍វិលមុខខ្លាំងណាស់តើមានបញ្ហាទេខ្ញុំហាត់ប្រាណហ្វាំងម៉ានអ្នកស្រីហ្វាំងមិនបានឃើញអ្នកយូរហើយវាជាអ្នកហេតុអ្វីបានជាអ្នកភ័យខ្លាំងម្ល៉េះខ្លាចខ្ញុំនឹងយំហេតុអ្វីខ្ញុំគួរខ្លាចអ្នកកំពុងជួយអ្នកមែនទេខ្ញុំមកទីនេះដើម្បីធ្វើការខ្ញុំមិនដឹងថាអ្នកនៅទីនេះពីមុនទេខ្ញុំមិនខ្វល់ថាអ្នកមកទីនេះដោយសារហេតុផលអ្វីទេសិនស៊ីជីសូមប្រាប់អ្នកប្រសិនបើព្រឹត្តិការណ៍នៃឆ្នាំនោះត្រូវបានស៊ើបអង្កេតអ្នកក៏មិនអាចគេចផុតពីស្ថានភាពនេះដែរអ្នកស្រីហ្វាងយូរហើយមិនឃើញអ្នកនៅតែមិនស្រួលខ្លួនតើអ្នកចង់មានន័យយ៉ាងណាអ្នកបានមកជួបអ្នកជំនាញសុខភាពផ្លូវចិត្តហើយត្រូវតែមានអ្វីមួយកើតឡើងចុះរឿងនេះវិញចាំខ្ញុំចេញវិជ្ជាបញ្ជីថ្នាំឲ្យអ្នកសិនកែសម្រួលស្ថានភាពផ្លូវចិត្តរបស់អ្នកប្រសិនបើមានតម្រូវការផ្សេងទៀតនាពេលអនាគតសូមមកម្ដងទៀតថ្នាំដែលអ្នកបានចេញវិជ្ជាបញ្ជីខ្ញុំហ៊ានលេបថ្នាំដែលអ្នកបានចេញវិជ្ជាបញ្ជីមែនទេវាមិនសំខាន់ទេថាតើអ្នកហ៊ានឬអត់ខ្ញុំគ្មានហេតុផលអ្វីដើម្បីធ្វើបាបអ្នកទេប្រសិនបើខ្ញុំពិតជាចង់ធ្វើបាបអ្នកមែនតើអ្នកអាចរកឃើញវាបានទេមនុស្សដែលធ្លាប់ជាចោរអ្នកដែលដឹងច្បាស់បំផុតថារបស់ដែលគេលួចមិនមែនជារបស់ពួកគេទេពួកគេខ្លាចគេលួចរបស់ពួកគេបំផុតជាពិសេសនៅពេលដែលការត្រៀមស្វិតហើយមិនរសាយមនុស្សដ៏អស្ចារ្យម្នាក់បានលេចមុខមកទោះបីជាអ្នកមិនធ្វើអ្វីក៏ដោយគាត់បានចាញ់រួចហើយប្រពន្ធខ្ញុំកំពុងស្វែងរកខ្ញុំមានរឿងអ្វីកើតឡើងចំពោះលោកគ្រូហ្វាំងម្សិលមិញវាជាកំហុសរបស់ខ្ញុំសូមអភ័យទោសចំពោះអ្នកសូមអភ័យទោសអ្វីដែលអ្នកកំពុងនិយាយមិនអីទេខ្ញុំគ្រាន់តែជាគ្រូបង្រៀនរាំដែលអ្នកបានខិតខំយ៉ាងខ្លាំងដើម្បីខ្លាយគ្រាន់តែធ្វើការងាររបស់អ្នកឲ្យបានល្អប៉ុណ្ណោះតើនេះមានន័យថាលោកគ្រូហ្វេងបានអភ័យទោសឲ្យខ្ញុំហើយឬនៅខ្ញុំជំពាក់អ្នកកាហ្វេមួយពេងកាលពីម្សិលមិញខ្ញុំនឹងសងអ្នកវិញនៅថ្ងៃនេះខ្ញុំពេញចិត្តនឹងសេចក្តីសប្បុរសរបស់អ្នកប៉ុន្តែថ្ងៃនេះខ្ញុំមិនចង់បានកាហ្វេទេបើគ្រូហ្វេងមិនផឹកទេមានន័យថាគាត់មិនទាន់អត់ទោសឲ្យខ្ញុំទេល្អភេសជ្ជៈវិញវិចូលតាអ្នកបង្ខំខ្ញុំទេលោកស្រីខ្ញុំកំពុងណែនាំអ្នកកុំឲ្យធ្វើនេះពិតជាហួសហេតុណាស់តើអ្នកចង់ធ្វើអ្វីឲ្យប្រាកដ
ខ្ញុំចូលចិត្តប្តីរបស់ខ្ញុំចង់យល់ថាហេតុអ្វីបានជាខ្ញុំជាអ្នកស្រីលូខ្ញុំព្រមមានអ្នកប្រសិនបើអ្នកត្រូវបានជំរុញដោយគំនិតអាក្រក់បន្តិចបន្តួចខ្ញុំពិតជាមិនស្ទាក់ស្ទើរទេដោយកម្លាំងដែលនៅសល់របស់អ្នកខ្ញុំចង់ឲ្យអ្នកបាត់ពីពិភពលោករបស់ខ្ញុំតើអ្នកកំពុងគំរាមកំហែងខ្ញុំមែនទេគំរាមកំហែងខ្ញុំអាចសម្លាប់អ្នកឥឡូវនេះអ្នកទាំងអស់គ្នាលេងខ្ញុំទៅស្ត្រីម្នាក់ដែលមានឋានៈការវាយប្រហារដោយហិង្សាលើគ្រូបង្រៀនរំម្នាក់តើនោះមិនមែនជាការមិនថ្លៃថ្នូរបន្តិចទេខ្ញុំបានចាក់សោខ្លួនឯងនៅក្នុងផ្ទះរបស់ខ្ញុំគ្មានអ្វីដែលហៅថាសុជីវធម៌ទេឲ្យគាត់លុតជង្គង់នៅចំពោះមុខខ្ញុំទុកឲ្យខ្ញុំទៅអនុញ្ញាតឲ្យយើងទៅអ្នកគ្មានសិទ្ធិធ្វើបែបនេះចំពោះខ្ញុំទេនេះប្រហែលជាមិនមែនជាគំនិតល្អសម្រាប់បើលោកត្រឡប់មកវិញហើយឃើញវាពិតមកទៅវាជាកំហុសរបស់អ្នកដែលនិយាយច្រើនលើកច្រើនសាររៀនទេអ្នកទាំងអស់គ្នាត្រូវចងចាំរឿងនេះខ្ញុំជាចៅហ្វាយនៅក្នុងផ្ទះនេះរឿងរបស់ចៅហ្វាយមិនមែនជារឿងរបស់អ្នកទេបែងវីចឹងខ្ញុំព្រមមានអ្នកប្រសិនបើអ្នកលុបជង្គង់ឥឡូវនេះហើយលឹកកាហ្វេឲ្យស្អាតប្រាប់ខ្ញុំថាអ្នកខុសហើយសូមអង្វរឲ្យបងលេងអូនទៅខ្ញុំនឹងពិភាក្សារឿងនេះជាមួយអ្នកបើមិនដូច្នោះទេខ្ញុំនឹងប្រើតែចូលវែងនេះកោស្មុករបស់អ្នកបន្ទាប់មកដាក់វាចូលទៅក្នុងជើងរបស់អ្នកធ្វើឲ្យអ្នកមិនអាចរំបានចាំមើលថាតើអ្នកហ៊ានលួចពីខ្ញុំម្ដងទៀតឬអត់ហាបើខ្លួនឯងទៅគួរឲ្យខ្មាស់ហ៊ានណាស់ហាឈួតតើអ្នកពិតជាគិតថាអ្នកអាចដូចអ្នកកាលពី15ឆ្នាំមុនមែនទេតើយើងអាចធ្វើអ្វីដែលយើងចង់បានទេកញ្ញាសួស្តីលោកគ្រូហ្វាងអ្នកគឺកេស៊ុងដែលបានត្រឡប់មកផ្ទះវិញកាលពី15ឆ្នាំមុនវាជាខ្ញុំបានវាឡើងពីបាតនរកដើម្បីរកអ្នកលោកកេស៊ុងរងរបួសបន្ទាប់មកខ្ញុំមិនអាចរក្សាអ្នកនៅទីនេះទៀតទេម៉ាក់កំពុងធ្វើអ្វីហ្នឹងម៉ាក់ឈួតមែនទេហ្វានយើងទាំងអស់គ្នាត្រូវបានស្ត្រីម្នាក់នេះបោកបញ្ឆោតនាងមិនមែនជា Frank Wichel តតែសោះតើមានអ្វីកើតឡើងម្ដងទៀតតើអ្នកកំពុងធ្វើអ្វីនៅទីនេះតើអ្នកនៅទីនេះដើម្បីជួយក្មេងរពីនោះមែនទេខ្ញុំមិនអាចត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញបានទេតើអ្នកទាំងអស់គ្នាមកជួបជុំគ្នានៅទីនេះធ្វើអ្វីតើគ្មានអ្វីផ្សេងទៀតដែលត្រូវធ្វើទេសម្លាញ់ឲ្យអ្នកទាំងអស់គ្នាត្រូវបានស្ត្រីម្នាក់នេះបោកបញ្ឆោតហើយគាត់មិនមែនជា Frank Wichel តតែសោះឈ្មោះរបស់គាត់គឺ Keshung រឿងមិនសមហេតុផលទាំងអស់គឺសមហេតុផលណាស់បាទតើ Keshung ជាអ្វីខ្ញុំមិនយល់ពីអ្វីដែលអ្នកកំពុងនិយាយទេតើ Keshung ជាអ្វីនេះគឺជាគ្រូបង្រៀនរបាំដែលមានជំនាញខ្ពស់ឥឡូវសាកមើលខ្លួនឯងមើលតើអ្នកស្ថិតក្នុងស្ថានភាពបែបណាមកអ្វីដែលអ្នកកំពុងធ្វើគឺខុសច្បាប់តើអ្នកដឹងទេគាត់មិនមែនជា Frank Wichel ទេឈ្មោះរបស់គាត់គឺ Keshung គាត់គឺ Keshung វាហាក់ដូចជាប្រពន្ធរបស់យើងមានចិត្តណាលាក់កំបាំងចាប់តាំងពីអ្នកតែងតែកំណត់គោលដៅមកលើខ្ញុំបែបនេះខ្ញុំមិនគិតថាខ្ញុំត្រូវស្នាក់នៅហើយធ្វើការទៀតទេអ្នកគួរតែរកអ្នកផ្សេងធ្វើជាគ្រូរំរបស់កូនស្រីអ្នកខ្ញុំមានអារម្មណ៍ថាលោកគ្រូហ្វេងវាមិនមែនមានន័យថាខ្ញុំពិតជាសុខចិត្តចាក់ចេញនោះទេនោះក៏ព្រោះតែពួកគេមិនអាចទ្រាំចាក់ចេញពីស្ទូឌីយោរ៉មនេះបានអ្នកនៅតែមិនអាចទ្រាំនឹងបែកពីខ្ញុំបានទេខ្ញុំចង់និយាយបន្ថែមទៀតអំពីរឿងនេះពិតណាស់ខ្ញុំមិនអាចទ្រាំនឹងបែកជាមួយអ្នកបានទេហើយដើម្បីបានជាអ្នកមិននិយាយដូចនេះបើខ្ញុំគ្មានលុយទេខ្ញុំនឹងអត់អន់ឲ្យគ្រប់យ៉ាងចំពោះអ្នកមានអ្វីខុសខ្ញុំមានសុបិនអាក្រក់មួយទៀតនៅពាក់កណ្ដាលអាធ្រាត្រតើគ្រូពេទ្យមិនបានចេញវេជ្ជបញ្ជាថ្នាំទេថ្នាំហើយចូលគេងទៅខ្ញុំមានការងារត្រូវធ្វើពេលក្រោយអ្នកទៅគេងមុនហើយខ្ញុំបានឡើងចេញពីអន្ទាក់នរក
វាពិតជាពិបាកណាស់លោកកេះឈុនខ្ញុំមិនអនុញ្ញាតឲ្យអ្នកយកអ្វីទាំងអស់ពីខ្ញុំឡើយលោកស្រីបានថ្ងៃនេះខ្ញុំសូមដាក់លិខិតលាលែងពីតំណែងជាផ្លូវការជូនលោកស្រីខ្ញុំនឹងមិនធ្វើវាទេក្រោយមកទាំងពីរកុំមកផ្ទះខ្ញុំដោយមានបំណងអ្វីឲ្យសោះដូច្នេះតើអ្នកសុខចិត្តចាក់ចេញទេល្អចាប់តាំងពីអ្នកចង់លាលែងពីតំណែងបន្ទាប់មកវិចខ្ចប់របស់អ្នកឲ្យចេញទៅខ្ញុំពិតជានឹងចាក់ចេញនៅថ្ងៃនេះប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញខ្ញុំធ្លាប់និយាយហើយថាខ្ញុំចូលចិត្តលួចរបស់អ្នកដទៃជាពិសេសរបស់អ្នកបន្ទាប់មកខ្ញុំនឹងប្រាប់អ្នកដែរអ្នកមិនអាចយករបស់ខ្ញុំទៅបានទេចេញពីទីនេះឥឡូវនេះកុំឲ្យដើរចូលក្នុងផ្ទះខ្ញុំទៀតឲ្យសោះកុំប្រញាប់រឿងខ្លះខ្ញុំមិនទាន់បានប្រកល់វាទៅអ្នកវិញនៅឡើយទេការទះកំភ្លៀងនេះវាគឺដើម្បីសងសឹកអ្នកចំពោះការអាម៉ាស់ដែលអ្នកបានបង្កឡើងខ្ញុំពីមុនជួនឡយអញឈួតហើយការទះកំភ្លៀងនេះវាក្នុងនាមឪពុកម្ដាយរបស់ខ្ញុំជាម្ហូបឆ្ងាញ់សម្រាប់អ្នកស្ត្រីអាក្រក់ហើយហ្វាំងម៉ាន់ចាំខ្ញុំប្រាប់អ្នកថ្ងៃល្អរបស់អ្នកចប់ហើយខ្ញុំគូសួងមិនមែនជាមនុស្សដែលអ្នកណាអាចធ្វើឲ្យអន់ចិត្តបានឡើយអ្នកគួរតែប្រយ័ត្នខ្ញុំនឹងត្រឡប់មកវិញដើម្បីលងបន្លាចអ្នកជាមួយនឹងកម្មផលរបស់អ្នកហ្វាំងមែនខ្ញុំនឹងក្លាយជាស្រមោលរបស់អ្នកជានិច្ចខ្ញុំនឹងទារបំណុលទាំងអស់ដែលអ្នកជំពាក់ខ្ញុំលោកគ្រូហ្វេងអ្នកពិតជាអស្ចារ្យណាស់ខ្ញុំបានលាលែងពីតំណែងហើយលាលែងពីតំណែងពាក្យចុងក្រោយរបស់ម៉ាក់ខ្ញុំមិនសូវច្បាស់លាស់ទេសូមកុំប្រកាន់អីសូមកុំទៅខ្ញុំគិតថាមិនចាំបាច់ឲ្យខ្ញុំនៅទៀតទេឥឡូវនេះលោកស្រីលូមានអរិភាពចំពោះខ្ញុំខ្លាំងនេះមិនល្អសម្រាប់យើងទាំងពីរទេតើអ្នកមានពេលទេថ្ងៃនេះមានរឿងអ្វីកើតឡើងអូចាំខ្ញុំជូនអ្នកញ៉ាំអាហារមិនអីទេលោកគ្រូវ៉ាងសូមសាកល្បងវិធីនេះជាម្ហូបពិសេសរបស់ពួកគេឆ្ងាញ់ណាស់ខ្ញុំសប្បាយចិត្តប្រសិនបើគ្រូហ្វេងគិតថាវាល្អអ្នកមិនចាំបាច់ហៅខ្ញុំថាគ្រូទៀតទេតើអ្នកមិនចាំខ្ញុំទេខ្ញុំជាអ្នកគ្រប់គ្រងលោកអ្នកធ្លាប់ជួយខ្ញុំធ្វើកិច្ចការផ្ទះអ្នកប្រហែលជាច្រឡំខ្ញុំជាមួយអ្នកផ្សេងហើយសម្រាប់ប្រើប្រាស់ជាស្ទូឌីយោរ៉មរបស់អ្នកមែនហើយគ្រឿងបរិក្ខារជំនួយបានត្រៀមរួចរាល់ហើយនេះជាគម្រោងជួសជុលដែលមិនទាន់បានបញ្ចប់នៅឡើយទេតើអ្នកឈប់ថ្ងៃនេះទេខ្ញុំខ្លាចថាខ្ញុំនឹងមិនមានឱកាសជួបអ្នកម្ដងទៀតទេសូមឲ្យខ្ញុំបង្ហាញអ្នកនៅជុំវិញជាមុនសិនតើអ្នកគិតយ៉ាងណាដែរតើអ្នកនៅតែចូលចិត្តវាទេតើនេះជាអំណោយពីអ្នកមែនទេពិតណាស់ហេតុអ្វីដោយសារតែខ្ញុំចូលចិត្តអ្នកខ្ញុំចូលចិត្តបន្ថយល្បឿនកូនប្រុសរបស់អ្នកកូនប្រុសដ៏មានតម្លៃរបស់អ្នកវាពិតជាមិនគួរឲ្យជឿទេថាថ្ងៃណាមួយគាត់នឹងប្រាប់ខ្ញុំថាគាត់ចូលចិត្តខ្ញុំបន្ទាប់ពីអ្នកវាគាត់អ្នកបានចេញមកតើមានអ្វីកើតឡើងតើអ្នកមានគម្រោងធ្វើអ្វីខ្ញុំនឹងមិនទុកវាចោលទេការបន្ថយល្បឿននៃការចាក់ចេញគឺគ្រាន់តែដើម្បីគេចចេញពីព្យុះប៉ុណ្ណោះខ្ញុំគ្រាន់តែត្រូវរងចាំដោយអត់ធ្មត់សម្រាប់ឱកាសត្រឹមត្រូវបន្ទាប់មកបញ្ចេញការវាយប្រហារដ៏សាហាវចាស់ទុំណាស់វ៉ាងម៉ានបានកសាងអាជីវកម្មរបស់គាត់យ៉ាងយកចិត្តទុកដាក់ហើយអ្នកបានតស៊ូក្នុងការឈឺចាប់អស់រយៈពេល15ឆ្នាំកន្លងមកនេះគាត់បានរីករាយនឹងប្រាក់នោះដោយខ្លួនឯងការសរសើរនឹងការទេដៃអបអរសាទរគាត់ត្រូវតែសងបំណុលរបស់គាត់បង់ថ្លៃទ្វេដងតើបន្ទាប់ជាអ្វីតើអ្នកមានគម្រោងអ្វីខ្លះយើងបានឈានដល់កិច្ចព្រមព្រៀងជាមួយលោកលូយ៉ាចិនឆ្នាំដែលអ្នកបានឲ្យខ្ញុំនឹងត្រូវគាត់ប្រើយើងគ្រាន់តែត្រូវបន្តផ្ដល់ឆ្នាំប៉ុណ្ណោះប្រហែលជាយើងអាចប្រើផ្លូវត្រឡប់មកវិញសម្រាប់ពេលដែលនៅសល់លូហ្វានដើម្បីភាពងាយស្រួលរបស់កូនប្រុសដែលបានត្រឡប់មកពីបរទេស
តើអ្នកស្គាល់បងប្រុស Four Seasons ទេគាត់ពិតជានិយាយថាគាត់ចូលចិត្តខ្ញុំនៅថ្ងៃនេះគាត់ក៏បានបើក studio រងមួយសម្រាប់ខ្ញុំផងដែរគាត់ពូកែណាស់សៅបន្ទាប់មកគាត់ពួកគេនឹងឆ្លៀតឱកាសពីការប្រឆាំងរបស់យើងចំពោះ Mac មានប្រយោជន៍ខ្លាំងណាស់ខ្ញុំមិនដែលរំពឹងរឿងនេះទេកូនប្រុសរបស់ Feng Man ចូលចិត្តអ្នកនាងពិតជាភរិយាដ៏រឹងមាំម្នាក់របស់យើងលូហ្វានកុំបន្ទោសខ្ញុំអីអ្វីទាំងអស់គឺជាបំណុលដែលម្ដាយរបស់អ្នកបានបន្សល់ទុកអារម្មណ៍របស់អ្នកចូលចាត់ទុកថាវាជាការប្រោសលូចំពោះអំពើបាបរបស់ម្ដាយអ្នកឈប់ម៉ាក់ប្រសិនបើកូនរបស់អ្នកចូលចិត្តលេងគ្រាន់តែទុកគាត់ឲ្យនៅម្នាក់ឯងខ្ញុំគេងមិនលក់ព្រោះខ្ញុំបារម្ភពីគាត់ខ្លាំងណាស់ការគេងមិនលក់របស់អ្នកមិនមែនដោយសារតែគាត់ទាំងស្រុងនោះទេតើអ្នកមានរឿងអ្វីបងប្រុសបងប្រុសមិនសូវនៅផ្ទះប៉ុន្មានទេនៅរយៈចុងក្រោយនេះបងប្រុសខ្ញុំមានការងារត្រូវធ្វើហើយត្រូវចេញទៅអ្នកនៅផ្ទះតែម្នាក់ឯងទេបងប្រុសខ្ញុំបានទៅជួបបងថ្លៃរបស់គាត់ទេខ្ញុំចង់ទៅដែរខ្ញុំធុញទ្រាន់ណាស់នៅផ្ទះព្រោះគ្មានអ្នកណាលេងជាមួយខ្ញុំទេបើអ្នកចង់ទៅអ្នកត្រូវតែសន្យាជាមួយខ្ញុំកុំប្រាប់ម៉ាក់អីខ្ញុំពិតជាមិនប្រាប់ម៉ាក់ខ្ញុំទេម៉ាក់គ្រាន់តែផ្ដោតអារម្មណ៍លើការនិយាយជាមួយប៉ៃលើនេះអ្នកមិនខ្វល់ពីខ្ញុំទេយកព្រមតោះទៅសូមពិនិត្យមើលថាតើមានអ្វីខុសជាមួយឆ្នាំនេះដែរតើឆ្នាំនោះមានបញ្ហាអ្វីប្រទេសខ្ញុំបើកទ្វារហើយអ្វីបានជាប្រទេសរបស់អ្នកធ្វើបាបអ្នកដោយគ្មានហេតុផលគេឈួងត្រឡប់មកវិញហើយក្មេងមកពីគ្រួសារកាកាពី15ឆ្នាំមុនខ្ញុំខ្លាចថាគាត់នឹងខុបខិតជាមួយប្រទេសខ្ញុំដើម្បីធ្វើបាបខ្ញុំចង់បានបើគ្មានបញ្ហាទេតើអ្នកមិនខ្លាចខ្ញុំនឹងធ្វើបាបអ្នកទេប្រសិនបើមានអ្វីកើតឡើងចំពោះខ្ញុំតើអ្នកគិតថាអ្នកនៅតែអាចលាក់វាបានមែនទេទៅ1 2 3 4 2234 3234ការបញ្ចេញមកទៅល្អលោកគ្រូហ្វេងហេតុអ្វីបានជាលោកគ្រូនាំគាត់មកទីនេះវាបង្ហាញថាបងប្រុសរបស់ខ្ញុំកំពុងស្វែងរកគ្រូហ្វេងជារៀងរាល់ថ្ងៃគ្រូចាប់តាំងពីអ្នកចាក់ចេញទៅគ្មានអ្នកណាបង្រៀនខ្ញុំរំទេជីងចង់បន្តរៀនរំពីគ្រូរបស់នាងប៉ុន្តែម្ដាយរបស់អ្នកមិនចូលចិត្តគ្រូបង្រៀនទេលោកគ្រូមិនអាចត្រឡប់ទៅវិញទៀតទេលោកគ្រូវេងតើមានអ្វីកើតឡើងរវាងអ្នកនិងម៉ាក់ខ្ញុំហេតុអ្វីបានជាម៉ាក់ខ្ញុំអត់ធ្មត់ខ្លាំងម្ល៉េះតើមានការយល់ច្រឡំអ្វីខ្លះរវាងអ្នកទាំងពីរតើអ្នកនិងម៉ាក់ខ្ញុំស្គាល់គ្នាពីមុនមកទេខ្ញុំមិនស្គាល់ម្ដាយរបស់អ្នកទេខ្ញុំគិតថារវាងខ្ញុំនិងប្រពន្ធខ្ញុំច្បាស់ជាមានការយល់ច្រឡំខ្លះហើយហេតុអ្វីបានជាអ្នកនៅតែនាំប្អូនស្រីរបស់អ្នកចេញទៅលេងសើចម៉ាក់ខ្ញុំមិនបានចេញទៅលេងសើចទេតើអ្នកហ៊ាននិយាយតបវិញទេបើអ្នកមិនចេញទៅលេងសើចហើយមិនដែលត្រឡប់មកផ្ទះវិញទេតើអ្នកកំពុងធ្វើអ្វីអ្នកវិចខ្ចប់ខ្ញុំនឹងត្រឡប់ទៅប្រទេសចិនវិញក្នុងរយៈពេល 2-3 ថ្ងៃទៀតម៉ាក់ឲ្យកូនមិនចង់ទៅបរទេសទេ
បងប្រុសខ្ញុំមិនបានចេញទៅលេងសាច់ទេបងប្រុសបានទៅជួបបងថ្លៃស្រីរបស់គាត់ជីងតែអ្នកនឹងសន្យាជាមួយបងប្រុសរបស់អ្នកអំពីប្អូនថ្លៃស្រីណាអ្នកកំពុងមានទំនាក់ទំនងស្នេហាការមានទំនាក់ទំនងស្នេហាគឺជារឿងល្អយកវាទៅផ្ទះដើម្បីបង្ហាញម៉ាក់របស់អ្នកនៅពេលអ្នកមានពេលពិតមែនទេអ្នកបានដល់អាយុដែលអ្នកគួរណាត់ជួបហើយខ្ញុំចង់ឃើញតើនារីប្រភេទណាដែលធ្វើឲ្យអ្នកលងស្នេហ៍ដំបូងវង្វេងស្មារតីពីជ្វងវាយអញពិតជាមិនត្រូវមានចំនួនជាមួយម៉ាក់ខ្ញុំពេលក្រោយទេបើមានការយល់ច្រឡំណាមួយខ្ញុំនឹងជួយអ្នកពន្យល់លោកកេឈុនឈុនតើអ្នកកំពុងធ្វើអ្វីនៅទីនេះមកឲ្យសូមកុំខឹងអីច្បាស់ជាមានការយល់ច្រឡំខ្លះរវាងអ្នកការយល់ច្រឡំអ្វីមិត្តស្រីដែលអ្នកកំពុងនិយាយអំពីគឺគាត់កម្រាស់ខាងក្រៅមិនបានឃើញអ្នកយូរហើយលោកកេឈុនឈុនតើអ្នកបានឲ្យថ្នាំប្រភេទអ្វីដែលអាចផ្លាស់ប្ដូរស្មារតីដល់កូនប្រុសខ្ញុំតើអ្នកចង់ធ្វើអ្វីពិតប្រាកដចំពោះ Fan Van តើអ្នកកំពុងនិយាយអ្វីខ្ញុំឈ្មោះ Feng Wei Cheng អ្នកបានដឹងរឿងនោះនៅពេលអ្នកចូលរួមជាមួយក្រុមហ៊ុនជប់ធ្វើពុតនៅចំពោះមុខខ្ញុំទៅលូហ្វានខ្ញុំគិតថាមានអ្វីមួយរវាងខ្ញុំនិងម្ដាយរបស់អ្នកច្បាស់ជាមានការយល់ច្រឡំខ្លះហើយតើយើងអាចនិយាយគ្នាជាលក្ខណៈឯកជនបានទេតើអ្នកខ្លាចខ្ញុំធ្វើអ្វីចំពោះកូនប្រុសរបស់អ្នកលោកកេឈុនឈុនខ្ញុំដឹងថាវាជាអ្នកជាការពិតណាស់វាជាខ្ញុំប៉ុន្តែឥឡូវនេះគ្មានអ្នកណាជឿអ្វីដែលអ្នកនិយាយទេសម្រាប់ឲ្យរងចាំខ្ញុំចូលមកយើងជាម្ដាយក្មេកនិងកូនប្រសាស្រីត្រូវតែចុះសម្រុងគ្នាឲ្យបានល្អសូបិនខ្ញុំដឹងច្បាស់ពីអ្វីដែលអ្នកកំពុងគិតជាការពិតណាស់អ្នកដឹងរឿងនោះពីព្រោះអ្វីដែលខ្ញុំកំពុងធ្វើឥឡូវនេះវាត្រូវបានអ្នកធ្វើទាំងអស់នៅពេលនោះឥឡូវប្រាប់ Fan ពីអត្តសញ្ញាណពិតរបស់អ្នកមកជុំភាពតោះទៅអ្នកសុខសប្បាយជាទេតើអ្នកកំពុងធ្វើពុតដើម្បីអ្វីស៊ូស៊ូជាមួយនឹងអាកប្បកិរិយាត្រួតត្រារបស់អ្នកខ្លះមានរឿងអ្វីកើតឡើងចំពោះអ្នកសូមមេត្តាផងអ្នកត្រូវតែជួយសង្គ្រោះគាត់កុំបារម្ភអីខ្ញុំនឹងធ្វើវាដោយដៃភ្លាមមកឲ្យហេតុអ្វីបានជាកូនធ្វើបែបនេះតើអ្នកដឹងទេថាឃាតកម្មគឺជាបាតុក្រិតខ្ញុំមិនធ្វើទេពូស៊ូស៊ូតបានដាក់វានៅក្នុងដៃខ្ញុំគាត់បានដាក់ខ្ញុំម្ដងទៀតគាត់បានធ្វើបាបអ្នកគាត់ឈួតទៅហើយតើគាត់ប្រធ្វើជីវិតខ្លួនឯងដើម្បីធ្វើបាបអ្នកមែនទេហ្វានតើអ្នកកំពុងសង្ស័យខ្ញុំមែនទេខ្ញុំជាម្ដាយរបស់អ្នកហើយអ្នកមិនជឿខ្ញុំទេខ្ញុំមិនដឹងថាមានការយល់ច្រឡំអ្វីរវាងអ្នកនិងពូស៊ូស៊ូទេអ្នកនឹងនិយាយថាគាត់គឺជាកេឈុនឈុនតើមានអ្វីកើតឡើងរវាងអ្នកទាំងពីរហើយអ្វីបានជាអ្នកខ្លាចកេឈុនឈុនខ្លាំងម្ល៉េះរឿងនោះបានកើតឡើងជាច្រើនឆ្នាំមុនវាមិនមានអ្វីតាក់ទងនឹងអ្នកទេមិនអីទេការងាររបស់ខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងអ្នកទេថាឆ្នាំត្រូវបានសម្អាតរួចរាល់ហើយក្រៅពីនេះវាមិនមែនជាឆ្នាំដ៏សាហាវនោះទេខ្ញុំអាចយកចិត្តពួកគេទាំងម្ដាយទាំងកូនប្រុសវាគ្រប់គ្រាន់ហើយសម្រាប់លូវែនសួស្តីលោកវូខ្ញុំឈ្មោះសិនស៊ីឈីគាត់គឺជាអ្នកចិត្តសាស្ត្ររបស់អ្នកស្រី Feng Wei Cheng នេះជាចំណុចសាមញ្ញមួយដែលត្រូវបានលើកឡើងជាញឹកញាប់អ្នកចិត្តសាស្ត្រលោកគ្រូមានរឿងអ្វីលោកលូមានរឿងអ្វីនេះអាចពាក់ព័ន្ធនឹងភាពឯកជនផ្ទាល់ខ្លួនខ្ញុំស្នើឲ្យអ្នកកុំសួរលោកគ្រូតើលោកគ្រូមានអារម្មណ៍ធូរស្រាលជាងមុនទេឥឡូវនេះអ្វីគឺល្អឥឡូវនេះគ្រូពេទ្យបាននិយាយថាខ្ញុំអាចនឹងចេញពីមន្ទីរពេទ្យឆាប់នេះលោកវេជ្ជបណ្ឌិត Chen ខ្ញុំមានសំណួរមួយចំនួនដែលខ្ញុំចង់សួរអ្នកសូមចេញមកមួយផ្លែល្អតើអ្នកចង់សួរអ្វីខ្ញុំបានឃើញពីមុនថាម្ដាយរបស់ខ្ញុំបានទៅពិនិត្យ clinic សុខភាពផ្លូវចិត្តម្ដាយខ្ញុំថាគាត់ចាស់ទៅដោយរបៀបណា
ម្ដាយរបស់អ្នកឈ្មោះហ៊ូម៉ាន់អ្នកដែលធ្លាប់មានចំនួនជាមួយមិត្តស្រីខ្ញុំពីមុនត្រឹមត្រូវហើយជីកូកាយើងខ្ញុំមិនដែលបង្ហាញភាពឯកជនរបស់អតិថិជនរបស់យើងឡើយប៉ុន្តែអ្នកជាកូនប្រុសរបស់នាងមិនអីទេស្ថានភាពផ្លូវចិត្តរបស់ម្ដាយអ្នកមិនសូវល្អប៉ុន្មានទេមួយរយៈនេះទាក់ទងនឹងព្រឹត្តិការណ៍ដែលបានកើតឡើងនៅឆ្នាំមុននេះបណ្ដាលឲ្យគាត់ជួបប្រទះនឹងភាពតានតឹងផ្លូវចិត្តហួសហេតុវាក៏អាចមានទំនោរហិង្សាស្រាលមួយចំនួនផងដែរឆ្នាំដំបូងតើមានអ្វីកើតឡើងពិតប្រាកដនោះជារឿងដែលខ្ញុំពិតជាមិនអាចប្រាប់អ្នកបានទោះជាយ៉ាងណាក៏ដោយវាហាក់ដូចជាពាក់ព័ន្ធនឹងជីវិតរបស់មនុស្សម្នាក់ប្រសិនបើវាមិនបានបន្ថយល្បឿនប្រសិនបើមិនមែនដោយសារសោកនាដកម្មកាលពី15ឆ្នាំមុនទេប្រហែលជាខ្ញុំពិតជានឹងក្លាយជាគ្រូបង្រៀនរ៉ូមែងនាងអាចនឹងទៅជាមួយលូហ្វានមែនយឺវាទាំងអស់ដោយសារតែការថយចុះល្បឿនហ្វាំងមែនមានការអ្វីនាំអ្នកមកទីនេះតើអ្នកបានរកឃើញកន្លែងនេះដោយរបៀបណានេះជាគ្រូរំដែលវ៉ែនបានជួលសម្រាប់អ្នកមែនហើយគាត់បានទិញវាឲ្យខ្ញុំចុះយ៉ាងម៉េចដែរមិនអាក្រក់ទេមែនទេលោកកេឆេងតើអ្នកចង់បានអ្វីឲ្យប្រាកដអ្នកបានបង្កាច់បង្ខូចខ្ញុំជាចោលតាមដងផ្លូវហើយបានសាបព្រោះភាពមិនចុះសម្រុងគ្នារវាងខ្ញុំបំណងពិតប្រាកដគឺជាអ្វីខ្ញុំហ្វាំងឡានក៏ចង់សួរអ្នកអ្វីមួយដែរអ្នកបានតាក់ទងឪពុកខ្ញុំកាលពី15ឆ្នាំមុនកំពុងចូលទៅចិត្តគូជាតើអ្នកមានបំណងអ្វីហាលោកកេឆ្វឹងទីបំផុតអ្នកបានទទួលស្គាល់វាអ្នកមកទីនេះដើម្បីសងសឹកខ្ញុំមែនទេបន្ទាប់មកខ្ញុំនឹងប្រាប់អ្នកគួរតែបោះបង់ចោលគំនិតនោះឪពុកម្ដាយរបស់អ្នកត្រូវបានដុតសម្លាប់នៅពេលនោះអ្នកគួរតែស្លាប់ក្នុងភ្លើងនេះដែរកុំនិយាយជំនួសឪពុកម្ដាយខ្ញុំអីគ្រូកេឆ្វឹងគូស៊ូងអ្នកពិតជាតារាសម្ដែងដ៏ល្អម្នាក់តើមនុស្សដូចអ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្រៀនរបាំដោយរបៀបណាហើយអ្វីបានជាមនុស្សម្នាក់ត្រូវចាត់ទុកថាស្មោះត្រង់ថ្ងៃនេះខ្ញុំនៅក្នុងស្ទូឌីយោរ៉មរបស់អ្នកសិតដឹងថាអ្នកយំតើឈុងជាមនុស្សគួរឲ្យស្អប់ខ្ពើមបែបណានេះជាសាលារៀនមានសិស្សផងដែរប្រយ័ត្នពាក្យសម្ដីរបស់អ្នកគូសេងអ្នកពិតជាតារាសម្ដែងដ៏ល្អម្នាក់ឥឡូវនេះអ្នកកំពុងធ្វើបានល្អហើយឥឡូវនេះនៅចំពោះមុខលូហ្វាននិងអ្នកដទៃទៀតទាំងអស់ខ្ញុំបានក្លាយជាមនុស្សអាក្រក់ហើយតើអ្នកមិនមែនជាមនុស្សអាក្រក់ទេអ្នកបានលបួងឪពុកខ្ញុំកាលពី15ឆ្នាំមុនវាគឺជាភ្លើងរបស់អ្នកដែលបណ្ដាលឲ្យគ្រួសារខ្ញុំត្រូវបានបំផ្លាញហើយជីវិតខ្ញុំត្រូវបានកាត់ដាយអ្នកគឺជាមនុស្សអាក្រក់អ្នកគួរតែយកសេចក្តីថ្លៃថ្នូររបស់អ្នកហើយទៅឋាននរកជាមួយខ្ញុំមនុស្សគ្រប់គ្នាមានតួនាទីក្នុងអ្វីដែលបានកើតឡើងនៅពេលនោះហើយអ្វីបានជាអ្នកកំណត់គោលដៅអ្នកតើអ្នកចង់មានន័យយ៉ាងណាខ្ញុំបានឃើញអ្នកដើរចូលទៅក្នុងបន្ទប់សិក្សារបស់ឪពុកខ្ញុំដោយភ្នែកផ្ទាល់បើមិនមែនជាអ្នកទេតើវាអាចជាអ្នកផ្សេងបានគេឆេងអ្នកសុំនឹងទទួលបានវាអ្នកឆ្នាំជំនួសរបស់ ហ្វេងមែននេះជាអំណោយដែលខ្ញុំកំពុងផ្ដល់ឲ្យអ្នកបានសម្លាប់ខ្លួនឯងអ្នកពិតជាខ្ញុំមែនតើអ្នកមកដល់ទីនេះដោយរបៀបណាតើអ្នកអាចនៅទីនេះដោយរបៀបណាតើមានអ្វីកើតឡើងអ្នកប្រាប់ខ្ញុំតើអ្នកណាជាអ្នកស៊ីលាមកនៅពេលនោះប្រាប់ខ្ញុំមកងាយស្រួលនៃវិញ្ញាណវាជាកំហុសរបស់អ្នកទាំងអស់ដែលញ៉ាំលាមកវាគ្រាន់តែជាវិញ្ញាណប៉ុណ្ណោះវាគ្រាន់តែថាវាងាយស្រួលសម្រាប់អ្នកក្នុងស្ថានភាពខាងវិញ្ញាណរបស់អ្នកក្នុងការនិយាយថាអ្នករបស់អ្នកជាអ្វីយ៉ាងពិតប្រាកដខ្ញុំបានសម្លាប់គាត់ចោលទៅគាត់នឹងក្លាយជាអ្នកអត្ថាធិប្បាយរបស់ខ្ញុំសម្លាប់អ្នកខ្ញុំនឹងសម្លាប់អ្នកឪពុកម្ដាយការសងសឹក
លោកលូហ្វេនបន្ទាប់ពីអនុប្រធានរបស់គាត់លោកលូយូឆេងត្រូវបានជាប់ពន្ធនាគារពីបទប្រសិទ្ធត្រូវបានតែងតាំងឲ្យបំពេញបេសកកម្មលោកលូហ្វានសហគ្រិនវ័យក្មេងម្នាក់មកពីក្រុមហ៊ុនលូថ្ងៃនេះក្រុមហ៊ុនបានធ្វើសន្និសីទសារព័ត៌មានសម្រាប់គម្រោងក្រុមហ៊ុន Lost Loop បច្ចុប្បន្នគឺជាសហគ្រាសឈានមុខគេនៅក្នុងទីក្រុងហ្វុតខាត់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីអតីតកាលពី5ឆ្នាំសហគ្រិនដ៏ប៉ិនប្រសប់លោកលូហ្វានតាមរយៈកិច្ចការបាត់ផ្លេចមួយឡើងវិញរបស់លោកវិស័យផ្សេងតើទូរទស្សន៍ជាតិនឹងនាំមកព័ត៌មានអ្វីខ្លះដល់យើងថ្ងៃនេះនឹងបន្តផ្ដល់ជូនអ្នកនៅរបាយការណ៍តាមដានសួស្តីអ្នកទាំងអស់គ្នាយោងទៅតាមរបៀបវារៈនៃកិច្ចរឿងដាក់ចេញផលិតផលជាមុនសិនអ្វីដែលនៅសល់គឺអាស្រ័យលើការសម្រេចចិត្តរបស់មនុស្សពេលវេលាសំណួរសូមអរគុណលោកលូសុបិនរំរបស់អ្នកក្រុមហ៊ុនលោកក្នុងរយៈពេលវាតែងតែជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មរបស់អ្នកបានរៀបចំទុកជាមុនហើយឬនៅដើម្បីផ្ដល់ជំនួយរបាំដល់កុមារខ្ញុំបានឮថាហាងគ្រួសាររបស់អ្នកមានអាយុកាល5ឆ្នាំតែមានចំណង់ចំណូលចិត្តពិសេសចំពោះឧស្សាហកម្មទាក់ទងនឹងអាពាហ៍ពិពាហ៍ដែលរៀបចំនៅផ្ទះដែរទេកាលពី5ឆ្នាំមុនម្ដាយរបស់អ្នកនៅក្នុងបន្ទប់ទីនៅស្ទូឌីយោរួមមួយកន្លែងបានបណ្ដាលឲ្យមនុស្សជាច្រើនអ្នកបរិច្ចាគនេះក៏មានបំណងជួយម្ដាយរបស់អ្នកដែរការប្រោះលោកតើអ្នកជាអ្នកយកព័ត៌មានរបស់ក្រុមហ៊ុនណាខ្ញុំគិតថាយើងមិនចាំបាច់សហការគ្នាទៀតទេអំពីម្ដាយរបស់ខ្ញុំសារក្រុមនៅពេលនោះការសង្កត់ធ្ងន់លើសលប់លើបញ្ហាសុខភាពផ្លូវចិត្តប៉ូលីសមិនបានទទួលខុសត្រូវចំពោះយើងទេដូច្នេះខ្ញុំសង្ឃឹមថាប្រព័ន្ធផ្សព្វផ្សាយទាំងអស់អាចរក្សាសម្ភារៈរបស់ពួកគេការគោរពចំពោះអ្នកស្លាប់តើលោកលូមកពីទីភ្នាក់ងារសារព័ត៌មានណាតាក់ទងអ្នកគ្រប់គ្រងរបស់ពួកគេបាននិយាយថាពួកគេមិនចាំបាច់រាយការណ៍ព័ត៌មានដែលពួកគេបានថតទុកទៀតលោកប្រធានាធិបតីមីងខ្ញុំទើបតែហៅខ្ញុំបានតាក់ទងអ្នកគ្រប់គ្រងរបស់ពួកគេរួចហើយអូត្រូវហើយមានរឿងមួយទៀតតើអ្នកអាចមើលរឿងនេះបន្តិចបានទេមែនហើយនេះទើបតែមកដល់អំពីម្ដាយរបស់អ្នកនិងកញ្ញាហ្វេងមានតម្រុយមួយលោកគ្រូហ្វេងសុខសប្បាយជីទេលោកគ្រូហ្វេងអ្នកបានច្រឡំខ្ញុំជាមួយអ្នកផ្សេងសួស្តីអ្នកមិនចង់ហៅប៉ូលីសទេហើយអ្វីបានជាគ្មានអ្នកណានិយាយពេលការហៅទូរស័ព្ទជាប់អេតខ្មាស់អៀនអ្នកកំពុងជេរខ្ញុំឥឡូវនេះតើអ្នកធ្លាប់គិតអំពីផលវិបាកទេខ្ញុំបានប្រាប់អ្នកឲ្យចាក់ចេញលោកកេឈួនឈួន
តើអ្នកចង់ធ្វើបុណ្យសពសម្រាប់អគ្គិភ័យដែលបានកើតឡើងកាលពី5ឆ្នាំមុនទេចង់ដឹងការពិតអំពីអគ្គិភ័យនោះកាលពី20ឆ្នាំមុនខ្ញុំចង់ដឹងថាអ្នកណាសម្លាប់ឪពុកម្ដាយរបស់អ្នកឥឡូវអ្នកប្រាប់ខ្ញុំតើអ្នកជាកែស៊ុងស៊ុងឬហ្វេងវីចិនខ្ញុំជាអ្នកមានប្រាជ្ញាខាងលោកីតើអ្នកមិនមានប្រាក់ឈ្នួលទេបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំមកនេះទីបំផុតអ្នកហ៊ានទទួលស្គាល់វាវេទមន្តសូមទោសដែលខ្ញុំបានកុហកអ្នកនៅពេលនោះប៉ុន្តែខ្ញុំពិតជាមិនបានបង្កភ្លើងនោះទេភ្លើងនោះគឺជាអ្នកកុំថើបម៉ាក់ខ្ញុំតើមានអ្វីកើតឡើងពិតប្រាកដចំពោះខ្លាយអ្វីបានជាម្ដាយខ្ញុំដែលមានសុខភាពល្អខ្ចោះលេងរឿងនេះអ្នកកំពុងកុហកខ្ញុំអ្នកបានកុហកខ្ញុំតាំងពីយូរមកហើយខ្ញុំមិនដូចវ៉ែនទេខ្ញុំមិនបានកុហកអ្នកទេចំនួនរវាងខ្ញុំនិងហ្វាងម៉ាន់វាពិតជាស្មុគស្មាញណាស់ប៉ុន្តែហ្វាងម៉ាន់ឥឡូវនេះបានស្លាប់ទៅហើយចូលយើងទុករឿងនេះចោលទៅយកព្រមមនុស្សអាក្រក់សមនឹងទទួលទោសអ្នកបាននិយាយថាមនុស្សអាក្រក់សមនឹងទទួលទណ្ឌកម្មពីសត្វតោយ៉ាងណាក៏ដោយជនល្មើសនៅតែគេខ្លួនតើអ្នកចង់មានន័យយ៉ាងណាមិនថាអ្នកជាកែស៊ុងស៊ុនឬជាមនុស្សឈួតនោះទេចាប់ផ្ដើមថ្ងៃនេះអ្នកស្នាក់នៅផ្ទះគ្រួសារលីកុំគិតចង់ទៅណាទាំងអស់លូវែនពន្យល់ខ្លួនឯងលូហ្វាជីងលោកគ្រូហ្វេងខ្ញុំមិនជឿទេពេលបងប្រុសខ្ញុំប្រាប់ថាអ្នកនឹងត្រឡប់មកវិញអ្នកចាស់ណាស់ហើយគាត់គួរតែចូលរៀននៅសាលាធំសិក្សាឥឡូវនេះមែនទេជីងសម្អាតឲ្យបានរហ័សបន្ទាប់ពីអ្នកញ៉ាំរួចខ្ញុំនឹងយឺតពេលទៅសាលារៀនលោកគ្រូហ្វេងខ្ញុំនឹងនិយាយជាមួយលោកគ្រូបន្ទាប់ពីចេញពីសាលារៀនមានអារម្មណ៍រំជួលចិត្តមែនទេអ្នកប្រហែលជាមិនជឿទេមែនទេពេលវេលាច្រើនណាស់បានកន្លងផុតទៅជីងចិត្តបញ្ចប់ការសិក្សាពីសាលាធំសិក្សាហើយបើគ្មានម៉ាក់នៅជាមួយទេតើខ្ញុំអាចចាក់ចេញនៅពេលណាតើអ្នកនឹងត្រូវធ្វើអ្វីខ្លះដើម្បីអនុញ្ញាតឲ្យខ្ញុំចាក់ចេញចាប់ពីថ្ងៃនេះទៅអ្នកត្រូវតែនៅក្បែរខ្ញុំតើយើងត្រូវតែបន្តជាប់ទាំងបែបនេះមែនទេខ្ញុំក៏ជាជនរងគ្រោះនៃហេតុការណ៍នោះនៅពេលនោះដែរនេះជាលទ្ធផលដ៏ល្អបំផុតរួចទៅហើយមានពិធីជប់លៀងមួយក្នុងរយៈពេល2 ថ្ងៃទៀតផ្ទះនេះមានអ្វីគ្រប់យ៉ាងបើមិនដូច្នោះទេខ្ញុំនឹងតាក់ទងជំនួយការរបស់ខ្ញុំបាននិយាយអ្នកមិនត្រូវបានអនុញ្ញាតឲ្យចាក់ចេញពីផ្ទះនេះទេខានជួបគ្នាយូរហើយលោកលូនេះជាថ្នាក់ទី5របស់ខ្ញុំនៅថ្ងៃនេះគាត់មិនសូវចូលរួមពិធីបែបនេះញឹកញាប់ទេអូសូមអភ័យទោសយប់នេះអ្នកនៅទីនេះដែលខ្លាញ់ខ្លួនជាប្រធានាធិបតីលូកុំបារម្ភពីអ្នកណាដែលធ្វើឲ្យអ្នកពិបាកចិត្តអីតើអ្នកតែងតែចូលរួមកម្មវិធីប្រភេទនេះទេខ្ញុំមិនសូវចូលរួមញឹកញាប់ពីមុនទេក្រោយមកសម្រាប់ក្រុមហ៊ុនការចូលរួមសង្គមបែបនេះគឺជាមិនរួចវាប្រហែលជាពិបាកណាស់សម្រាប់អ្នកក្នុងការដោះស្រាយអ្វីទាំងអស់ដោយពិធីជប់លៀងយប់នេះវាគឺជាក្រុមហ៊ុនលុបរូបពិធីរោងសប្បុរសធម៌រៀបចំសម្រាប់មណ្ឌលកុមារកំព្រានិងមានការដេញថ្លៃនៅពេលក្រោយប្រសិនបើអ្នកចូលចិត្តមួយណាក្នុងចំណោមពួកគេសូមថតរូបដោយចាំបាច់បារម្ភពីលុយទេស្អាតណាស់លោកលូឥឡូវនេះមានទ្រព្យសម្បត្តិនិងមានអំណាចខ្លាំងណាស់ខ្ញុំចង់ចាក់ចេញពីអ្នកគ្មានអ្នកណាត្រូវបានអនុញ្ញាតឲ្យសោកសៅឡើយតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំបានស្វែងរកអ្នកអស់រយៈពេល5ឆ្នាំមកហើយចាប់តាំងពីសេកជីតើអ្នកកំពុងធ្វើអ្វីនៅទីនេះថ្ងៃនេះជាពិធីជប់លៀងសប្បុរសធម៌របស់គ្រួសារលោកយ៉ាងណាមិញគាត់គឺជាកូនប្រុសរបស់ហ្វាងម៉ាន់ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ដូច្នេះខ្ញុំនឹងមកមើលតើអ្នកកំពុងធ្វើអ្វីនៅទីនេះតើអ្នកនៅណាក្នុងរយៈពេល5ឆ្នាំកន្លងថ្ងៃនេះលូហ្វានបាននាំខ្ញុំមកទីនេះលូហ្វានអ្នកបាននៅជាមួយគ្នាអស់រយៈពេល5ឆ្នាំកន្លងមកហើយមែនទេវាជារឿងវែងមួយបងស៊ីជីអូនត្រូវតែជួយសង្គ្រោះបងតើមានអ្វីកើតឡើងដើម្បីជួយសង្គ្រោះអ្នកនិយាយយឺតលោកវិជ្ជបណ្ឌិតលូហ្វានមិនបានឃើញអ្នកយូរហើយតើអ្នកសុខសប្បាយជាទេលោកសុនខ្ញុំគួរតែហៅអ្នកហើយអ្វីបានជាលោកវិជ្ជបណ្ឌិតសិននិងលោកលូនៅទីនេះចាប់កូនស្រីខ្ញុំប៉ារបស់អ្នកខ្ញុំកំពុងសម្លឹងមើលក្មេងស្រីតូចនោះចូលនៅទីនេះតែម្នាក់ឯងខ្ញុំនៅតែគិតតើមនុស្សល្ងងម្នាក់នេះជានរណាទៅដែលមិនចេះឲ្យតម្លៃស្ត្រីដាក់នាងនៅទីនេះដូច្នេះហើយគឺអ្នកឯងហើយលោកលូដោយសារលោកវិជ្ជបណ្ឌិតសុនបានដឹងរួចហើយថាកុំលេងឲ្យសោះខ្ញុំមិនបានរំពឹងទុកវាទេទំនាក់ទំនងរវាងលោកប្រធានាធិបតីលូនិងកញ្ញាគោវាមានអត្ថន័យជ្រាលជ្រៅណាស់អារម្មណ៍គ្មានភាពស្និទ្ធស្នាលរវាងយើងទេមិនថាទំនាក់ទំនងបែបណានោះទេវាមិនមែនជារឿងរបស់អ្នកក្នុងការជ្រៀតជ្រែកទេ
ថ្ងៃនេះយើងមានពិធីរំសប្បុរសធម៌វាគួរតែត្រូវបានធ្វើក្នុងតម្លៃសមរម្យឥឡូវនេះមនុស្សគ្រប់គ្នាអាចអញ្ជើញខ្លួនឯងបានដោយសេរីតែគូរំដ៏ល្អរបស់ខ្ញុំដោយសារម្ចាស់ផ្ទះនិយាយថាដូច្នេះរបាំដំបងរបស់កញ្ញាគេនៅយប់នេះអ្នកគួរតែរំជាមួយខ្ញុំលោកវិជ្ជបណ្ឌិតរេងតើអ្នកមិនបានអ្វីដែលម្ចាស់ផ្ទះនិយាយទេយប់នេះខ្ញុំនឹងធ្វើការដេញថ្លៃខ្ញុំខ្លាចថាអ្នកមិនមានវាសនាចំណាយពេលជាមួយអ្នកនាងគូទេលូហ្វាសូមទោសបងប្រុសស៊ីជីខ្ញុំខ្លាចថាខ្ញុំមិនអាចមានលទ្ធភាពទិញ500,000បានទេ500,000ដោយសារតែវាស្ថិតក្នុងទម្រង់នៃការដេញថ្លៃជាការពិតណាស់ខ្ញុំនឹងគោរពច្បាប់នៃល្បែង50របាំរបស់កញ្ញាគេអ្នកគួរតែដូចខ្ញុំ2លានលោកវិជ្ជបណ្ឌិតសេននិងអ្នកស្រីគូគឺជាដៃគូរំរបស់ខ្ញុំនៅយប់នេះអ្នកមិនគួរព្យាយាមជ្រើសរើសខ្ញុំទេ3លានលោកសុនខ្ញុំបានសន្សំប្រាក់បានខ្លះក្នុងរយៈពេលប្រហែលឆ្នាំមកនេះខ្ញុំអាចជែកវែកញែកជាមួយអ្នកបាន5លានសម្រាប់ខ្លួនខ្ញុំអ្នកជាគ្រូពេទ្យធម្មតាម្នាក់កំពុងសហការជាមួយនឹងទីបន្ទាល់របស់ខ្ញុំមែនទេទោះបីជាអ្នកធ្វើការពេញមួយជីវិតរបស់អ្នកក៏ដោយវាក៏មិនបំពេញតាមស្តង់ដារវិញ្ញាបនបត្ររបស់ក្រុមហ៊ុនលោកគ្រប់របស់យើងដែរអ្នកគិតថាអ្នកស័ក្តិសមទេលោកប្រធានាធិបតីលោកអ្នកមើលស្រាវពួកយើងគ្រូពេទ្យ10លាន10លានគ្រូពេទ្យរបស់យើងអ្នកមិនត្រឹមតែអាចគ្រប់គ្រងជីវិតរបស់អ្នកបានទេខ្ញុំក៏អាចជែកវែកញែកជាមួយអ្នកបានដែរបងស៊ីជីកុំប្រញាប់ប្រញាល់ពេកមិនប្រកាន់ទេវាគ្រាន់តែជារបាំមួយប៉ុណ្ណោះវាមិនសមនឹងខ្ញុំចំណាយប្រាក់ខ្ពស់បែបនេះទេលើសពីនេះទៅទៀតនេះប្រសិនបើលោកវិជ្ជបណ្ឌិតឈានចូលចិត្តរបាំនេះចាំថាត្រូវបង់ប្រាក់បន្ទាប់ពីនោះហើយបន្ទាប់មកបញ្ចប់ហ្គេមដោយកំហឹងវៃហុងយ៉ាងការសម្ដែងរបាំមួយត្រូវបានចំណាយអស់ប្រាក់ដល់ទៅ10លានដុល្លារសូមអរគុណលោកវិជ្ជបណ្ឌិតសេនចំពោះការបរិច្ចាគដ៏សប្បុរសរបស់អ្នកការទូទាត់ទាំងអស់ដែលយើងនឹងឃើញនៅថ្ងៃនេះទាំងអស់នឹងត្រូវបានប្រើប្រាស់សម្រាប់ក្រុមហ៊ុនលោកគ្រប់នាពេលអនាគតគម្រោងសប្បុរសធម៌របាំខ្ញុំនឹងស្លាប់តែមួយថ្ងៃប៉ុណ្ណោះវាមិនចាំបាច់ទេវាមិនសំខាន់ទេត្រឹមតែ10លានរៀលប៉ុណ្ណោះវាមិនមែនដូចជាខ្ញុំកំពុងថតសម្រាប់គាត់ទេតើវាត្រូវបានបរិច្ចាគដល់កុមារនៅក្នុងមណ្ឌលកុមារកំព្រាដែរឬទេដំបូងឡើយខ្ញុំគិតថាក្មេងនោះនឹងសុខចិត្តធ្វើអ្វីជាច្រើនសម្រាប់អ្នកនោះហើយជាអ្វីទាំងអស់ដែលមានចំពោះវាត្រឹមតែ10លានសម្រាប់គ្រូសាលូវាគ្រាន់តែជាឧបសគ្គដែលមិនអាចឆ្លងកាត់បានសក់មួយសរសៃមិននឹកស្មានដល់គាត់ឈប់តាមដានបងប្រុសស៊ីជីអ្នកបានយល់ច្រឡំហើយសម្រាប់ខ្ញុំឥឡូវនេះលូហ្វាវាមិនសំខាន់ដូចអ្នកគិតនោះទេបើតែអ្នកបានមកអ្នកនៅតែរស់នៅក្នុងផ្ទះរបស់គាត់ការស្លាប់បានថយចុះកាលពី5ឆ្នាំមុនវូហ្វានជឿថាខ្ញុំជាអ្នកដែលជំរុញអ្វីឲ្យដំណើរការទៅមុខភ្លើងនោះទីបំផុតទុកចោលម្នាក់ឯងគាត់គិតថាអារម្មណ៍របស់គាត់ចំពោះខ្ញុំត្រូវបានខ្ជិះខ្ជាយដូច្នេះតើវាជាអ្វីឥឡូវនេះតើអ្នកនឹងត្រូវអ្នកផ្សេងរក្សាទុកទេជាងការថែទាំវាដូចជាការជាប់ពន្ធនាគារច្រើនជាងការជាប់ឃុំឃាំងចាប់អ្នកដាក់គុកលូហ្វានក្នុងពន្ធនាគារមហេសីស៊ីសៀវចាំងកុំទៅអីវាមានអធិរាជនីរបស់អ្នកអ្វីដែលបានកើតឡើងពិតប្រាកដជាមួយនឹងការជាប់ពន្ធនាគាររបស់អ្នកមកនេះមកខ្ញុំនឹងប្រាប់អ្នកយឺតខ្លាចទុកខ្ញុំឲ្យជាប់ទាំងនៅលើគេមានមនុស្សមើលខ្ញុំរាល់ថ្ងៃហើយមិនអនុញ្ញាតឲ្យខ្ញុំចេញទៅក្រៅទេជីខ្ញុំពិតជាមិនអាចទ្រាំទ្រនឹងជីវិតបែបនេះទៀតទេកុំប្រញាប់ប្រញាល់ធ្វើរឿងប្រហែលជាខ្ញុំពិតជាអាចជួយអ្នកជាមួយរឿងនេះបានអ្នកមានវិធីមួយបន្ទាប់មកអ្នកត្រូវតែជួយខ្ញុំគ្មានវិធីណាទេបន្ទាប់មកអ្នកត្រូវតែជួយខ្ញុំបងប្អូន4រដូវអ្នកគឺជាអ្នកដែលបាននាំខ្ញុំចេញពីមណ្ឌលកុមារកំព្រាឧបត្ថម្ភការសិក្សារបស់ខ្ញុំនៅក្នុងលោកនេះអ្នកគឺជាមនុស្សតែម្នាក់គត់ដែលខ្ញុំទុកចិត្តបំផុតជាការពិតណាស់អ្នកអាចទុកចិត្តខ្ញុំបានជានិច្ចក្មេងស្រីឆែនពិភពលោកនោះមនុស្សតែម្នាក់គត់ដែលមិនធ្វើបាបអ្នកគឺខ្ញុំរងចាំរហូតដល់ខ្ញុំរត់គេចពីគ្រួសារលោកសូមចាក់ចេញទៅនៅពេលនោះការសង្សឹករបស់ឪពុកម្ដាយខ្ញុំនឹងបានបញ្ចប់ទាំងស្រុងយើងបានចាក់ចេញគុំត្រឡប់មកវិញឲ្យសោះមិនអីទេរងចាំពីវ័យថ្ងៃខ្ញុំនឹងតាក់ទងអ្នកបន្ទាប់ពីខ្ញុំរួចរាល់ចូលយើងចាក់ចេញពីកន្លែងនេះទាំងស្រុងអរគុណបងប្រុស Four Seasons អរគុណដែលបានជួយខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកនេះទ្វេអ្នកល្អហើយដរាបណាអ្នកប្រព្រឹត្តខ្លួនខ្ញុំនឹងជួយអ្នកជានិច្ចអ្នកបានត្រឡប់មកវិញហើយតើអ្នកនៅតែដឹងថាត្រូវត្រឡប់មកវិញទេការសម្ដែងរបស់អ្នកចប់ហើយអ្នកបានត្រឡប់ទៅផ្ទះវិញហើយអ្វីខ្ញុំមិនត្រឡប់មកវិញខ្ញុំឃើញថាអ្នកនិង Shen Se កំពុងជេរគ្នាយ៉ាងល្អខ្ញុំគិតថាអ្នកមិនត្រឡប់មកវិញនៅយប់នេះទេតើអ្នកទាំងអស់គ្នាកំពុងនិយាយអំពីអ្វី
ខ្ញុំបានសួរអ្នកនៅសំណួរមួយខ្ញុំធ្វើឲ្យអ្នកជឿចាប់គោស៊ូងអ្នកគួរតែដឹងពីកន្លែងរបស់អ្នកខ្ញុំនឹងសួរអ្នកម្ដងទៀតតើអ្នកនឹង Sensei គេបាននិយាយគ្នាអំពីអ្វីហេតុអ្វីខ្ញុំគួរប្រាប់អ្នកបញ្ហាអ្នកដេញថ្លៃប្រឆាំងនឹងគាត់យប់នេះតើអ្នកបានប្រាប់ខ្ញុំជាមុនទេអ្នកខឹងហើយព្រោះខ្ញុំមិនបានរួមជាមួយអ្នកទេខ្ញុំគ្រាន់តែចង់ដឹងចង់ឃើញអ្នកពិតជាចង់ដឹងពីអ្វីដែលខ្ញុំបាននិយាយជាមួយគាត់មែនទេពួកគេថែមទាំងចាក់សោខ្ញុំនៅក្នុងផ្ទះហើយរារាំងខ្ញុំមិនឲ្យតាក់ទងជាមួយអ្វីបានជានៅចង់ធ្វើការជាមួយមូលនិធិរបស់ Sensei នៅទីបំផុតពួកគេថែមទាំងបានបោះបង់រង្វាន់នោះទៀតផងខ្ញុំមានផ្លូវផ្ទាល់ខ្លួនរបស់ខ្ញុំនេះមិនមែនជាមិត្តស្រីរបស់អ្នកទេខ្ញុំក៏មានភាពឯកជនរបស់ខ្ញុំដែរភាពឯកជនរបស់អ្នករាងកាយទាំងមូលរបស់អ្នកជារបស់ខ្ញុំតាមគំនិតខ្ញុំតើអ្នកមានភាពឯកជនអ្វីខ្លះទាំងអស់ហេតុអ្វីបានជាអ្នកខ្លាចជាបែបនេះហេតុអ្វីបានជាខ្ញុំខ្លាចជាបែបនេះអ្នកគួរតែសួរខ្លួនឯងកាលពី5ឆ្នាំមុនខ្ញុំមិនបានជឿអ្នកទេខ្ញុំក៏មិនជឿដែរលោកស្រី Sensei គេបានដំណើរការ clinic តូចមួយដែលទ្រុឌទ្រោមនៅក្នុងទីក្រុងបានរយៈពេលប្រហែលឆ្នាំចុងក្រោយនេះអ្វីតើក្រុមលោករបស់អ្នកមិនដំណើរការល្អដែរទេ clinic តូចរបស់គាត់រកលុយបានវាជារឿងដែលធ្វើឲ្យអ្នកមើលមិនឃើញចាប់តាំងពីគាត់នៅទីនេះមនុស្សដែលនឹងស្រឡាញ់ខ្ញុំដូច្នេះអ្នកបង្កឈុតឆាកនេះនៅឯរបាំចាប់តាំងពីគាត់បានបង្ហាញខ្លួនខ្ញុំពិតជានឹងរក្សាទុកខ្លះឱកាសរបស់គាត់ក្នុងការនិយាយជាមួយអ្នកតែម្នាក់ឯងតើអ្នកមិនចង់ជេរជាមួយអ្នកបើកបររបស់អ្នកដែរទេតើវាចាស់ទេជប់និយាយបែបចំអកទៀតទៅបញ្ហាចម្បងគឺអ្នកមិនបានប្រាប់ខ្ញុំជាមុនតើអ្នកធ្លាប់គិតអំពីរឿងនេះទេចុះបើគាត់មិនលងស្នេហ៍នឹងវាវិញចុះបើគាត់មិនធ្លាក់ចូលក្នុងអន្ទាក់របស់អ្នកវិញគាត់បានចំណាយប្រាក់បន្តិចបន្តួចដើម្បីរំរបាំលើកដំបូងនៅក្នុងពិធីជប់លៀងគ្មានភាគីណាមួយចាញ់ឡើយហេតុអ្វីមិនអញ្ចឹងបរិមាណតិចតួចគឺជាបរិមាណតិចតួចសម្រាប់អ្នកមិនបានឃើញគាត់រំជាមួយខ្ញុំផងមុខរបស់គាត់ប្រែជាពណ៌បៃតងគាត់អាចមានលទ្ធភាពទិញប្រាក់ចំនួននេះបានហើយចំនួនភ្ញៀវគឺសមរម្យណាស់ទោះបីជាវាគ្រាន់តែដើម្បីសង្សឹកអំពើបាបរបស់គាត់ក៏ដោយសូមប្រាប់ខ្ញុំផងបានទេតើអ្នកមានគម្រោងអ្វីខ្លះសម្រាប់អនាគតខ្ញុំមិនចង់ត្រូវបានឃុំខ្លួននៅក្នុងទីងឹតហើយត្រូវបានដឹកនាំនោះទេបន្ទាប់ពីពេលនេះគាត់ប្រកាសជាមិនជឿអ្នកទៀតទេអ្នកត្រូវសម្ដែងជាមួយខ្ញុំធ្វើឲ្យគាត់ជឿជាក់លើអ្នកម្ដងទៀតខ្ញុំគិតថាគាត់ល្អលោកគ្រូប៊ូតើលោកគ្រូទៅណាគាត់បានណែនាំអ្នកកុំឲ្យចាក់ចេញពីផ្ទះនេះសូម្បីតែមួយផ្លែតក៏ដោយខ្ញុំមិនអាចទៅពិនិត្យមើលយើងបានទេថ្ងៃនេះលោកគ្រូហ្វេងអានសៀវភៅទេថ្ងៃនេះបងប្រុសខ្ញុំមិននៅផ្ទះទេខ្ញុំអាចអានសៀវភៅបានតែនៅផ្ទះទេតោះទៅរំខ្ញុំបានឃើញស្ទូឌីយោរំនៅជាន់ក្រោមបាត់ខ្ញុំនឹងបង្រៀនអ្នកឲ្យរំម្ដងទៀតមិនល្អគ្មានន័យឬយើងអាចចេញទៅក្រៅហើយលេងតើអ្នកចូលចិត្តកូនឆ្មាទេមិនអីទេតើយើងទៅពេលណាទៅឥឡូវនេះមិនអីទេខ្ញុំនឹងបដូរទៅជាសម្លៀកបំពាក់ស្អាតខ្លះលោកគ្រូសូមលោកគ្រូរងចាំខ្ញុំមួយផ្លែហើយជីវិតតើខ្ញុំអាចខ្ចីទូរស័ព្ទរបស់អ្នកពីគ្រូបានទេខ្ញុំត្រូវទូរស័ព្ទទៅបងប្រុសរបស់អ្នកប្រាប់គាត់ថាយើងនឹងចេញទៅលេងហេតុអ្វីបានជាគ្រូមិនប្រើទូរស័ព្ទផ្ទាល់ខ្លួនបងប្រុសរបស់អ្នកមានចរិតអាក្រក់ពួកគេបានឆក់យកទូរស័ព្ទរបស់គ្រូមិនអីទេខ្ញុំនឹងចេញទៅភ្លាមបន្ទាប់ពីខ្ញុំបញ្ចប់ការហៅទូរស័ព្ទយកក្រុមរួចរាល់ហើយអរគុណសួស្ដីខ្ញុំនេះអាយ៉ាកូនឆ្មាគួរឲ្យស្រឡាញ់ម្លេះយើងទាំងពីរនាក់បានចេញទៅលេងតើអ្នកអាចឈប់តាមដានពួកយើងបានទេសុំទោសផងអ្នកនាងគូអ្នកចាត់ការទូទៅលោកលូបានណែនាំខ្ញុំឲ្យទូចថាអ្នកកុំចាក់ចេញពីកូនរំខានណាស់ចេញទៅភ្លាមពេលខ្ញុំប្រាប់គ្រាន់តែរងចាំនៅមាត់ទ្វារសរុបមកមានតែ2ជាន់ប៉ុណ្ណោះដែលមានអ្នកនៅមាត់ទ្វារយើងទាំងពីរមិនអាចចេញក្រៅបានទេតោះទៅពិនិត្យមើលជាន់ទី2អរគុណជីងមើលចុះឆ្មាទាំងនេះគួរឲ្យស្រឡាញ់ណាស់លោកគ្រូបានទៅជាន់ទី2ដើម្បីមើលមានអ្វីសប្បាយតើខ្ញុំអាចទូរស័ព្ទទៅអ្នកបានទេគួរឲ្យស្រឡាញ់ណាស់
ឆ្នាំនេះលូហានគឺជាបរិសម្នាក់ដែលមានគំនិតធ្ងន់ធ្ងរអ្នកត្រូវរកវិធីដើម្បីឲ្យគាត់ញ៉ាំវាអ្វីដែលបានកើតឡើងបន្ទាប់អ្នកមិនចាំបាច់បារម្ភពីវាទេការត្អូញត្អែពីអតីតកាលរបស់យើងត្រូវបានដោះស្រាយរួចហើយខ្ញុំគ្រាន់តែចង់ចាក់ចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានសួស្ដីលោកឆេងខ្ញុំមិនអាចបង្ខំខ្លួនឯងឲ្យធ្វើអ្វីមួយបែបនេះទេកុំភ្លេចគាត់ជាកូនប្រុសរបស់ហ្វាំងម៉ាន់អ្នកគួរតែដឹងថាគាត់គ្មានមេត្តាវាមិនមែនជាបញ្ហាថាតើអ្នកចង់ឬអត់នៅពេលនេះទេគាត់ចង់ទម្លាក់យើងចុះទេខ្ញុំពិតជាមិនអាចកុហកគាត់បានទៀតទេវូស៊ូងសួរកុំប្រាប់ខ្ញុំថាអ្នកលងស្នេហ៍គាត់ហើយខ្ញុំមិនធ្វើទេគាត់បានចាប់ខ្ញុំដាក់គុកហើយខ្ញុំស្អប់គាត់ប៉ុន្តែអ្នកឥឡូវនេះសូមឲ្យខ្ញុំប្រើវិធីសាស្ត្រដូចគ្នាដែលខ្ញុំប្រើលើស្ត្រីដែលមានរូបរាងសេកស៊ីដើម្បីដោះស្រាយជាមួយគាត់ឆាវអ្នកដឹងហើយខ្ញុំស្រឡាញ់អ្នកខ្ញុំតែងតែស្រឡាញ់អ្នកយើងនឹងរៀបការបន្ទាប់ពីរឿងនេះចប់ចាក់ចេញពីទីនេះហើយហោះហើរទៅឆ្ងាយចាក់ចេញពីទីក្រុងនេះប៉ុន្តែឥឡូវនេះបញ្ហានេះត្រូវតែដោះស្រាយលោកអូន4លោកគ្រូឈីហេតុអ្វីបានជាលោកគ្រូនៅទីនោះយូរម្ល៉េះមិនអីទេយើងត្រូវប្រញាប់ចុះទៅបើមិនដូច្នោះទេវានឹងមិនល្អទេប្រសិនបើក្មេងស្រីតូចនោះមកខេងយ៉ាងនៅពេលក្រោយតើអ្នកចង់ឲ្យខ្ញុំផ្ដល់ឲ្យអ្នកទេតើអ្នកពិតជាចង់បានសេរីភាពនេះមែនទេជ្រើសរើសខ្ញុំឬនាងអ្នកសម្រេចចិត្តថាត្រូវធ្វើអ្វីលូហ្វាននាំអ្នកមកទីនេះធ្វើអីតើវាសប្បាយទេនៅទីនោះបងប្រុសរបស់ខ្ញុំគ្រូបាននិយាយថាប្រសិនបើវាសប្បាយនៅទីនោះពួកគេនឹងហៅខ្ញុំមកពិតមែនទេប្រហែលជាគ្រូកំពុងកុហកអ្នកយកយើងត្រឡប់ទៅវិញសិនតើមានអ្វីកើតឡើងចំពោះលូហ្វានគ្មានអ្វីសប្បាយនៅទីនោះទេខ្ញុំនឹងឡើងទៅមើលដោយខ្លួនឯងគ្មានអ្វីសោះហេតុអ្វីបានជាអ្នកមិនអនុញ្ញាតឲ្យខ្ញុំឡើងទៅមើលលោកគ្រូមិនអាចពន្យល់ពីចំណុចខាងលើបានទេបន្ទាប់មកពន្យល់ខ្ញុំថាឆ្នាំនេះជាប្រភេទអ្វីតើអ្នកនៅតែហ៊ានធ្វើបែបនេះឥឡូវនេះទេគាត់បានកុហកខ្ញុំហើយថែមទាំងហ៊ានឆ្លៀតឱកាសពីយើងទៀតផងខ្ញុំមិនមានលូវែនទេសូមអនុញ្ញាតឲ្យខ្ញុំពន្យល់អ្នកបានប្រាប់ខ្ញុំពីការពិតមួយខ្ញុំពិតជាមិនមានបំណងកុហកអ្នកពីមុនមកទេជឿខ្ញុំចុះខ្ញុំមិនបានធ្វើវាដោយចិត្តណាទេវាមិនមែនជាចិត្តណាទេលោកកេស៊ុនបន្ទាប់មកប្រាប់ខ្ញុំពីកន្លែងដែលឆ្នាំនេះមកហើយខ្ញុំនឹងជឿអ្នកនោះគឺអ្នកគួរតែរកវិធីដោះស្រាយអ្វីមួយបន្ទាប់ពីអ្នកត្រឡប់មកវិញឲ្យហ្វាំងម៉ាន់ស៊ីវានឹងមិនយូរទេគាត់នឹងចាប់ផ្ដើមយល់ច្រឡំធ្វើអ្វីដែលអ្នកចង់បានជាមួយវាអ្នកនៅតែហ៊ានកុហកខ្ញុំសម្បីតែឥឡូវនេះពួកគេថែមទាំងហ៊ានឆ្លៀតឱកាសពីយើងទៀតផងខ្ញុំមិនមានលូវែនទេសូមអនុញ្ញាតឲ្យខ្ញុំពន្យល់បើអ្នកមិនមានវាទេចូលពន្យល់វាមកខ្ញុំច្រើនឆ្នាំម្ល៉េះអ្នកបានប្រាប់ខ្ញុំពីការពិតមួយខ្ញុំពិតជាមិនមានបំណងកុហកអ្នកពីមុនមកទេជឿខ្ញុំចុះខ្ញុំមិនបានធ្វើវាដោយចិត្តណាទេខ្ញុំមិនបានធ្វើវាដោយចិត្តណាទេលោកកេស៊ុនបន្ទាប់មកប្រាប់ខ្ញុំពីកន្លែងដែលឆ្នាំនេះមកពីណាខ្ញុំជឿអ្នកមិនអាចនិយាយវាបានទេម្ដាយខ្ញុំបានដុតភ្លើងនៅពេលតើអ្នកបានចាក់ថ្នាំដូចគ្នាទេតើអ្នកដឹងដោយរបៀបណាលោកកេស៊ុនតើអ្នកទទួលបានថ្នាំប្រភេទនេះដោយរបៀបណាតើអ្នកបានទៅជួបឈិនសេកទេខ្ញុំមិនមានថ្នាំនេះទេខ្ញុំបានសុំឲ្យអ្នកផ្សេងទិញវាឲ្យខ្ញុំមិនស្ថិតក្នុងស្ថានភាពផ្លូវចិត្តល្អទេខ្ញុំបានលេបថ្នាំនេះយូរមកហើយអ្នកញ៉ាំបានល្អដោយខ្លួនឯងបន្ទាប់មកខ្ញុំនឹងជឿអ្នកប្រសិនបើអ្នកញ៉ាំវាបាទចាសោះតោះទៅផ្ទះលូហ្វានពិតជាបានធ្វើរឿងនេះដោយដៃរបស់គាត់មែនវាហាក់ដូចជាវាជាការពិតដែលថាលូហ្វានបានចាប់ស៊ូងដាក់គុកចាំអីទៀតឈួងខ្ញុំពិតជានឹងនាំអ្នកចេញពីទីនេះនេះជាអ្វីដែលអ្នកគួរមើលសម្ភារៈទាំងនេះតើអ្នកទទួលបានរបស់នេះពីណាមុនពេលម្ដាយខ្ញុំស្លាប់គាត់និយាយដែរថាវាគឺជាខ្លួនគាត់ផ្ទាល់បន្ទាប់ពីរួចផុតពីភ្លើងឆេះ
បន្ថែមពីលើការជំនួសលោកលូយូចេញនឹងការគ្រប់គ្រងក្រុមថតសម្លេងខ្ញុំក៏បានស៊ើបអង្កេតព័ត៌មានរបស់គាត់ដោយសម្ងាត់ផងដែរពួកគេក៏បានបញ្ជូនមនុស្សឲ្យតាមដានរាល់សកម្មភាពរបស់គាត់ហ្វាំងម៉ាន់ពិតជាបាននិយាយតែមុនពេលនាងស្លាប់មែនមាននរណាម្នាក់បានណែនាំគាត់សិនដាឌូគឺជាមនុស្សដែលអ្នកធ្លាប់លងស្នេហ៍ប្រសិនបើអ្នកមិនមានភស្តុតាងទាំងនេះទេខ្ញុំមិនហ៊ានស្បោះដាក់អ្នកណាទេខ្ញុំមិនបានរំពឹងទុកទេអ្នកពិតជាបានចាប់ដៃគ្នាយ៉ាងណែនដូច្នេះអ្នកបានកុហកតាំងពីយូរយារណាស់មកហើយសុំទោសលូហ្វានមិនប្រកាន់ទេអ្នកក៏ជាអ្នកចំណូលថ្មីដែលមានការងឿងឆ្ងល់ដែរការចាប់ផ្ដើមនិងចុងបញ្ចប់នៃរឿងទាំងអស់នេះមានតែសិនស៊ីឈីប៉ុណ្ណោះសិនស៊ីឈីវាបង្ហាញថាគាត់បានកុហកខ្ញុំតាំងពីយូរយារណាស់មកហើយខ្ញុំនឹងទៅរកគាត់ឥឡូវនេះប៉ុន្តែអ្នកមិនអាចទៅបានទេលទ្ធផលនៃការស៊ើបអង្កេតសម្ងាត់បច្ចុប្បន្នរបស់យើងវាមិនអាចប្រើជាភស្តុតាងបានទេប្រសិនបើអ្នកទៅទីនោះឥឡូវនេះអ្វីដែលអ្នកត្រូវធ្វើគឺសម្អាតឡើងបន្ទាប់មកយើងនឹងកាន់តែអាក្រក់ទៅតើយើងគួរធ្វើអ្វីនៅពេលនោះគាត់កុហកខ្ញុំរហូតមកហើយខ្ញុំគ្រាន់តែចង់ដឹងពីការពិតនៅពេលនោះកុំរំភើបអីជឿខ្ញុំចុះទុកអ្វីទាំងអស់ឲ្យខ្ញុំមុននេះមិនថាអ្នកជា Go Shao ឬជាអ្នកដើរតាមនោះទេអ្នកអាចគ្រាន់តែនៅក្បែរខ្ញុំបានអ្នកមិនត្រូវបានអនុញ្ញាតឲ្យទៅណាត់ថ្ងៃនេះអ្នកល្អចំពោះខ្ញុំខ្លាំងណាស់ច្រើនជាងពេលនៅលើក្រែទៅទៀតកាហ្វេនេះពួកគេលែងចាក់ថ្នាំឲ្យខ្ញុំទៀតហើយតើវាអាចទៅជាយ៉ាងដូចម្តេចអ្វីបានជាខ្ញុំត្រូវដាក់ថ្នាំឲ្យអ្នកលោកលូនេះជាសូមឲ្យខ្ញុំណែនាំវាដល់អ្នកនេះជាគ្រូរំរបស់ប្អូនស្រីខ្ញុំឈ្មោះគូស៊ុងស៊ួងនេះជាកូនស្រីរបស់លោកវ៉ាងដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនវ៉ាងក្រុមក៏ជាអនាគតលោកស្រីលូផងដែរតើលោកលូមានន័យថាលោកមានបំណងបញ្ចប់រឿងដោយនិយាយបែបនេះមែនទេកញ្ញាលូនេះជាស្ទីលថ្មីសម្រាប់រដូវកាលនេះអ្នកនាងលូវាជាការល្អបំផុតកុំប៉ះវាអ្នកស្រីវ៉ាងតើអ្នកចង់មានន័យយ៉ាងណាវាគ្រាន់តែជាសម្លៀកបំពាក់មួយដុំបីជាវាថ្លៃក៏ដោយគ្រួសារលូអាចមានលទ្ធភាពទិញវាបានអ្នកនាងវ៉ាងអ្នកក៏ធ្លាប់ធ្វើដូច្នោះដែរប្អូនស្រីខ្ញុំមិនសប្បាយចិត្តនឹងអ្នកទេមិនចាំបាច់បន្តពិភាក្សារឿងរបស់យើងទៀតទេតើលោកលូកំពុងលេងសើចជាមួយខ្ញុំមែនទេអ្នកបានហៅខ្ញុំជាពិសេសនៅថ្ងៃនេះអ្នកទើបតែនិយាយបែបនោះម្ដងទៀតអ្នកនៅផ្ទះគាត់បានរក្សាគ្រូបង្រៀនស្រីម្នាក់ដែលមានទំនាក់ទំនងមិនទាន់បាននិយាយអ្វីនៅឡើយទេអ្នកនឹងបដិសេធដោយសារតែប្រយោគមួយពីប្អូនស្រីវិញពួកយើងតើអ្នកកំពុងធ្វើឲ្យខ្ញុំអាម៉ាស់ដោយចិត្តណាមែនទេខ្ញុំបាននិយាយថាសម្ព័ន្ធភាពអាពាហ៍ពិពាហ៍របស់អ្នកត្រូវបានលុបចោលលោកលូអ្នកគួរតែបញ្យល់ខ្ញុំបន្តិចបើមិនដូច្នោះទេយើងមិនត្រូវការសមាជិកគ្រួសារលូផ្សេងទៀតសម្រាប់កិច្ចសហប្រតិបត្តិការទេលូវ៉ែនសុខសប្បាយជីទេលូវ៉ែនប្រធានលោកប្រធានាធិបតីលោកគ្រូពេទ្យស្ថានភាពរបស់លោកលូបច្ចុប្បន្នមានគ្រោះថ្នាក់ខ្លាំងណាស់អ្វីដែលយើងអាចនិយាយបានគឺថាយើងបានធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយសម្រួលពួកគេលូហ្វានតើអ្នកល្ងងមែនទេតើខ្ញុំមិនបានប្រាប់អ្នកទេថាអ្នកគ្រាន់តែនឹងធ្វើអ្វីមួយតើអ្នកពិតជាអាចផឹកថ្នាំដោយរបៀបណាឥឡូវនេះរត់ទៅសាសូមអភ័យទោសខ្ញុំមិនគួរចាក់ចេញមុនគេទេនៅពេលនោះពេញមួយឆ្នាំទាំងអស់នេះខ្ញុំគឺជាមនុស្សម្នាក់ដែលត្រូវបានបោកបក់ដោយឆ្នេរដោយសារចំណង់ចំណូលចិត្តខ្ញុំសុំទោសដៃអ្នកចេញហើយខ្ញុំរត់ចេញដោយដៃទាំងពីរតើអ្នកខ្ញុំទេម៉ាក់ខ្ញុំបានមកយកខ្ញុំភ្លាមតើអ្នកបាននិយាយអ្វីតើអ្នកខ្ញុំទេមិនអាចសម្រាលកូនបានទេឈឿនកុំបារម្ភចាប់ពីពេលនេះទៅខ្ញុំនឹងឲ្យម៉ាក់ខ្ញុំធ្វើជាម៉ាក់របស់អ្នកខ្ញុំនឹងការពារអ្នកជានិច្ចមែនទេវាជាអ្នកតើមនុស្សនោះជាមនុស្សកាលពី20ឆ្នាំមុនមែនទេលូហ្វានបាននិយាយដូចនេះថាតើនោះជាអ្នកមែនទេគាត់បាននិយាយថាកុំខ្លាចអីចាប់ពីពេលនេះទៅម៉ាក់ខ្ញុំនឹងខ្លាចជាម៉ាក់របស់អ្នកខ្ញុំនឹងការពារអ្នកដែរទ្វេគូទ្វេសុខមានរឿងអ្វីភ្ញាក់ហើយឬនៅអ្នកសុខសប្បាយជីទេតើអ្នកនៅភ្ញាក់ពេញមួយយប់ម្ដងទៀតទេទៅហើយសម្រាប់វាមានន័យថាអ្នកនឹងមិនអាចទ្រាំទ្រនឹងវាបានទេលូហ្វានកាលពី20ឆ្នាំមុនអគីភ័យនៅផ្ទះគ្រួសារលូតើមានអ្វីកើតឡើងពិតប្រាកដយើងមិនទាន់ដឹងទេអ្វីដែលគេហៅថាការកាត់ក្តីត្រូវបានអនុវត្តរួចហើយនៅពេលនោះម្ដាយខ្ញុំស្លាប់ទៅហើយតើអ្នកចង់បានអ្វីទៀតអ្នកចង់ឲ្យគ្រួសារលូរបស់យើងទាំងមូលលះបង់ជីវិតរបស់យើងសម្រាប់អ្នកមិនមែនជាអ្នកគ្រប់គ្រងលូទេលូហ្វាននោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេលោកលូអ្នកភ្ញាក់ហើយស្ថានភាពបច្ចុប្បន្នរបស់អ្នកមិនមានស្ថិរភាពគ្រប់គ្រាន់ទេការសម្រាប់បន្ថែមទៀតអរគុណខ្ញុំនឹងមើលថែគាត់ឲ្យបានល្អសូមទូរស័ព្ទមកខ្ញុំគ្រប់ពេលប្រសិនបើអ្នកត្រូវការអ្វីមួយ
សួស្តីអ្នកគ្រូពេទ្យខ្ញុំគ្រាន់តែចង់សួរថាតើអ្នកជំងឺនៅខាងក្នុងមានអារម្មណ៍យ៉ាងណាដែរតើអ្នកមានទំនាក់ទំនងអ្វីជាមួយអ្នកជំងឺព័ត៌មានអ្នកជំងឺត្រូវបានរក្សាទុកជាសម្ងាត់សួស្តីអ្នកគ្រូពេទ្យសូមកុំយល់ច្រឡំខ្ញុំចង់ដឹងថាគាត់ឈ្មោះលូហ្វានមែនទេសួស្តីគីលីនុបថាយិកាខ្ញុំមិនមែនជាមនុស្សអាក្រក់ទេមើលនេះជាអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំតើអ្នកកំពុងធ្វើអ្វីនៅក្នុងវូដរបស់យើងក្នុងនាមជាគ្រូពេទ្យវិកលចរិតគាត់ធ្លាប់ជាអ្នកជំងឺម្នាក់របស់ខ្ញុំពីមុនដូច្នេះខ្ញុំចង់ឃើញពីរបៀបដែលគាត់ឥឡូវនេះអ្វីដែលខ្ញុំអាចនិយាយបានគឺថាស្ថានភាពមិនមានសតិនិយមទេអរគុណលូហ្វានតើអ្នកល្ងងមែនទេតើអ្នកពិតជាបានផឹកថ្នាំដែលខ្ញុំបានឲ្យអ្នកមែនទេតើអ្នកទទួលបានឱកាសទី2ក្នុងជីវិតហើយឬនៅនេះគ្រាន់តែជាការប្រៀបធៀបដ៏ជិតស្និទ្ធនឹងជីវិតរបស់គាត់តើអ្នកដឹងទេថាចុះបើមានសសរស្តម្ភនៃកម្លាំងគ្រប់គ្រាន់ក្នុងសិល្បៈក្បាច់គុនអ្នកប្រហែលជាស្លាប់បាត់ទៅហើយយើងមិនបានយល់ព្រមធ្វើសកម្មភាពសម្រាប់តែឆេនសេកទេតើអ្នកកំពុងមើលឥឡូវនេះទេអ្នកស្ទើរតែធ្វើឲ្យខ្ញុំសម្លាប់ខ្លួនឯងខ្ញុំសុខសប្បាយជាទេមែនទេបើខ្ញុំមិនធ្វើបែបនេះទេគ្មាននរណាម្នាក់នឹងចងចាំឡើយអ្នកមិនអាចធ្វើឲ្យខ្លួនឯងគ្រោះថ្នាក់បានទេជួនអ្នកបាននិយាយថាយើងមិនគួរគេចផុតពីច្បាប់ឡើយជនរងគ្រោះមិនគួរទទួលរងនៅទុក្ខវេទនាទាំងអស់នោះទេទោះបីជាម្ដាយខ្ញុំខុសក៏ដោយគាត់បានបង់ប្រាក់សម្រាប់សកម្មភាពរបស់គាត់រួចហើយបានបង់ថ្លៃហើយបន្ទាប់មកវានឹងត្រជាក់ខ្លាំងរហូតដល់វាក្លាយជាបញ្ហានៃជីវិតនិងសេចក្តីស្លាប់ខ្ញុំបានផ្ញើថ្នាំដែលគាត់បានឲ្យខ្ញុំទៅធ្វើតេស្តរួចហើយខ្ញុំជឿជាក់ថាអាជ្ញាធរគ្រប់គ្រងគ្រឿងញៀននឹងមកគូសទ្វារយើងក្នុងពេលឆាប់នេះល្អការធ្វើតេស្តវិទ្យាសាស្ត្ររបស់ខ្ញុំក៏អាចបម្រើជាភស្តុតាងផងដែរយើងមានភស្តុតាងគ្រប់គ្រាន់នេះនឹងអនុញ្ញាតឲ្យអ្នកលើកកម្ពស់អ្នកបើកបរឈិនស្រស់ស្រាយណាស់អរគុណសម្រាប់ការជឿជាក់លើខ្ញុំអ្នកទើបតែចាក់ចេញអ្នកគួរតែត្រឡប់ទៅវិញត្រៀមខ្លួនឲ្យអ្នកទៅឆ្ងាយហើយចេញបន្ទាប់ពីខ្ញុំស្លាប់កុំនិយាយរឿងមិនសមហេតុផលមិនអីទេខ្ញុំនឹងមិននិយាយអ្វីដែលស្រាលបែបនេះទេខ្ញុំនឹងរស់នៅរាប់ពាន់ឆ្នាំខ្ញុំនឹងមិនស្លាប់ឡើយតើយើងអាចរត់គេចខ្លួនជាមួយគ្នាបានទេមិនអីទេអ្នកមិនស្រួលខ្លួនទេដូច្នេះសូមនិយាយតិចស៊ូមខ្ញុំសន្លប់បាត់ស្មារតីពេញមួយដើម្បីឲ្យមានភាពស្មោះត្រង់ពេលដែលអ្នកដោះស្រាយអ្វីគ្រប់យ៉ាងរួចចូលយើងចាក់ចេញពីទីនេះជាមួយគ្នារឿងមិនសប្បាយចិត្តច្រើនពេកបានកើតឡើងនៅទីនេះយើងបានទៅទីក្រុងមួយផ្សេងទៀតការចាប់ផ្ដើមជីវិតឡើងវិញល្អទេមិនអីទេបើដូច្នោះខ្ញុំនឹងធ្វើឲ្យយើងរំជារៀងរាល់ថ្ងៃរងចាំអ្នកចេញពីធ្វើការខ្ញុំនឹងចម្អិនម្ហូបឆ្ងាញ់សម្រាប់អ្នកគួរតែធ្វើជាអ្នកស្រីលូដ៏ល្អម្នាក់យកព្រមទេ1ដោយវិធីនេះ Shen Seki គួរតែលើនេះគាត់នៅតែរងចាំខ្ញុំតាក់ទងគាត់មុនអ្នកគួរតែថែរក្សាជីវិតរបស់អ្នកជាមុនសិនទុកឲ្យខ្ញុំធ្វើអ្វីដែលនៅសល់កុំបារម្ភអីសួស្តីខ្ញុំឈ្មោះជួងសេជីដែលជាធ្លុកតើអ្វីដំណើរការទៅយ៉ាងដូចតើអ្នកបានទទួលទូរស័ព្ទរបស់អ្នកហើយឬនៅអូយអ្នកបានធ្វើអ្វីដែលអ្នកបាននិយាយហើយកំពុងសន្លប់ស្ដុកស្ដឹងនិងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យគ្រូពេទ្យបាននិយាយថាគាត់កំពុងស្ថិតខ្ញុំបានឆ្លៀតឱកាសនេះដើម្បីយកទូរស័ព្ទរបស់ខ្ញុំប្រាប់ខ្ញុំថាអ្នកបានធ្វើការងារបានល្អតើអ្នកបានឲ្យថ្នាំប្រភេទអ្វីមកខ្ញុំហេតុអ្វីបានជារោគសញ្ញារបស់ភាពបច្ចុប្បន្នគឺខុសពីកំណែមុនដែលមានការថយចុះនឹងមានបញ្ហាអ្វីទេខ្ញុំមិនចង់ឲ្យនរណាម្នាក់ស្លាប់ទេអ្នកជឿខ្ញុំតើខ្ញុំអាចធ្វើបាបអ្នកដោយរបៀបណាខ្ញុំទុកចិត្តអ្នកតើពេលណាអ្នកមកទទួលខ្ញុំបងប្រុសស៊ីជីខ្ញុំចង់ចាក់ចេញពីគ្រួសារលូឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអ្នកទៅឆាប់នេះអរគុណនៅទីបញ្ចប់ខ្ញុំបានឈ្នះ
គ្មានអ្នកណារំខានខ្ញុំទៀតទេយើងអាចនៅជាមួយគ្នាដោយគ្មានកង្វល់ឥឡូវនេះអរគុណរងចាំខ្ញុំមិនអីទេយើងអាចហោះហើរបានឆាប់នេះពួកគេនៅជាមួយគ្នាតាំងពីយូរយារណាស់មកហើយអរគុណតើអ្នកសប្បាយចិត្តទេអ្នកនៅទីនេះបងស៊ីជីពេលណាបងនឹងយកខ្ញុំទៅគ្រប់ពេលវេលាយប់នេះទេព្រឹកស្អែកខ្ញុំក៏មានការបង្រៀនដ៏សំខាន់មួយដែរអ្នកអាចចាក់ចេញនៅយប់ស្អែកបានហើយបន្ទាប់មកមិនដែលត្រឡប់មកវិញទេអូដោយវិធីនេះតើអ្នកបានឲ្យថ្នាំអ្វីទៅលោកហ៊ានហើយអ្វីបានជាសំរោគសញ្ញាទាំងនេះខុសពីរោគសញ្ញាមុនរបស់វិញមែនជាអោឈួងម្យ៉ាងទៀតកុំខឹងអីថ្នាំរបស់ពួកគេពិតជាខុសគ្នាអ្វីអ្នកបានកុហកខ្ញុំហើយសួងតើខ្ញុំអាចកុហកអ្នកដោយរបៀបណាខ្ញុំដឹងថាអ្នកមិនអាចបង្ខំខ្លួនឯងឲ្យធ្វើវាបានទេពេលនោះយើងទាំងពីរអ្នកនឹងចាក់ចេញពីកន្លែងនេះពីសាមញ្ញនឹងស្លាប់បន្តិចម្ដងយើងមិនបាននៅទីនេះអស់រយៈពេល2ខែហើយណាម្នាក់សង្ស័យថាយើងនៅទីនេះទេល្អតើអ្នកបានថ្នាំទាំងនោះមកពីណាថ្នាំពីមុនរបស់ Hiveng មិនមានឥទ្ធិពលខ្លាំងណាស់តើអ្នកយកវាពីណាទាំងនេះពួកវាទាំងអស់ត្រូវបានអភិវឌ្ឍរួមគ្នាជាមួយម្ដាយរបស់នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារបស់យើងម្ដាយរបស់ខ្ញុំបាទចាស់សោះម្ដាយរបស់អ្នកគឺជាមនុស្សអស្ចារ្យអ្នកចិត្តសាស្ត្រដ៏អស្ចារ្យម្នាក់ដែលមានជំនួយពីគាត់ជាមួយនឹងការលើកទឹកចិត្តរបស់គាត់មានតែពេលនោះទេដែលថ្នាំទាំងនេះអាចត្រូវបានបង្កើតឡើងតើអ្នកនៅតែស្គាល់ម្ដាយរបស់ខ្ញុំទេជាការពិតណាស់ម្ដាយរបស់អ្នកស្ត្រីដ៏ស្រស់ស្អាតបំផុតដែលខ្ញុំស្គាល់នាងមានភាពឆើតឆាយចិត្តទូលាយបញ្ញាលើកដំបូងដែលខ្ញុំបានឃើញនាងវាគឺនៅក្នុងពិធីអបអរសាទរខួបនៃសាលារបស់យើងគាត់ជាតំណាងសិស្សមកពីសាលាខ្ញុំគាត់ឈរនៅលើឆាកហើយនិយាយយ៉ាងពីរោះខ្ញុំត្រូវបានតាក់ទាញភ្លាមទៅរកគាត់យកក្រុមកិច្ចប្រជុំត្រូវបានផាកសួស្ដីជំរាបសួរមានរឿងអ្វីសួស្ដីសិស្សច្បងខ្ញុំជាក្មេងជំទង់របស់អ្នកខ្ញុំឈ្មោះសិនស៊ីជីសុនត្រកថារបស់អ្នកទើបតែបានបំផុសគំនិតខ្ញុំយ៉ាងខ្លាំងខ្ញុំគ្រាន់តែចង់សួរថាតើខ្ញុំអាចមករកអ្នកបានទេប្រសិនបើខ្ញុំមានបញ្ហាអ្វីនៅពេលការពិតណាស់គ្មានបញ្ហាទេតើអ្នកជំនាញអ្វីអ្នកនាងខ្ញុំគ្រាន់តែមានគំនិតខ្លះប៉ុណ្ណោះសូមក្រឡេកមើលអ្នកមានជំនាញខាងគ្រឿងញៀនផ្លូវចិត្តការពិសោធន៍នេះគួរឲ្យចាប់អារម្មណ៍ណាស់ទ្រឹស្ដីគឺរឹងមាំទោះយ៉ាងណាក៏ដោយការពិសោធន៍នេះពិតជាលំបាកណាស់លើពីនេះទៅទៀតមានកត្តាជ្រៀតជ្រែកជាច្រើនអ្នកជំនាញឧស្សាហកម្មជាច្រើននៅលើនេះខ្ញុំមិនហ៊ានសាកល្បងការសិក្សាស្មុគស្មាញបែបនេះទេអរគុណនោះជាខ្ញុំគ្រាន់តែចង់សាកល្បងវាខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការពិសោធន៍របស់អ្នកបើអ្នកមានពេលអ្នកអាចមករកខ្ញុំហើយយើងអាចសិក្សាវាជាមួយគ្នាបានប្រហែលជាវាថែមទាំងអាចជួយអ្នកបានទៀតផងយល់ព្រមអរគុណមិនបាច់បារម្ភទេហេអ្នកត្រឡប់មកវិញហើយស៊ីជីសូមអង្គុយចុះអូនេះជាប្អូនប្រុសរបស់ខ្ញុំឈ្មោះសិនស៊ីជីនេះជាបងថ្លៃរបស់អ្នកឈ្មោះស៊ីជីនាពេលអនាគតសូមមកលេងផ្ទះខ្ញុំឲ្យបានញឹកញាប់គាត់ឈរនៅលើឆាកហើយនិយាយយ៉ាងពីរោះខ្ញុំត្រូវបានតាក់ទាញភ្លាមទៅរកគាត់ក្រោយមកម៉ាក់បានដាស់គម្រោងនោះឡើងតើអ្នកស្រាវជ្រាវថ្នាំយ៉ាងដូចម្តេចសិស្សច្បងរបស់ខ្ញុំបានបញ្ឈប់គម្រោងរបស់យើងប៉ុន្តែថ្នាំនេះត្រូវបានបង្កើតឡើងរួចហើយនៅពេលនោះគ្រាន់តែបន្ថែមថ្នាំទៅក្នុងអំបិលលទ្ធផលត្រូវបានទទួលដើម្បីផ្ទៀងផ្ទាត់ការសន្និដ្ឋានបន្ទាប់មកបោះពុម្ពផ្សាយឯកសារមួយប្រកាសប្រាប់ពិភពលោកគួរឲ្យអាណិតណាស់ដូច្នេះតើអ្នកបានដោះស្រាយបញ្ហាទាំងនេះដោយរបៀបណាស៊ីជីអ្នកឆ្លាតណាស់ទោះបីជាគ្មានជំនួយពីម៉ាក់ក៏ដោយអ្នកក៏គួរតែអាចគិតពីដំណោះស្រាយបានដែរ
តើអ្នកពិតជាចង់ដឹងមែនទេជាការពិតណាស់ខ្ញុំពិតជាចង់ដឹងអំពីពិភពលោកអតីតកាលរបស់អ្នកតើអ្នកស្គាល់ឆេងឆាទេសិស្សច្បងរបស់ខ្ញុំបានបញ្ឈប់គម្រោងរបស់ខ្ញុំប៉ុន្តែការស្រាវជ្រាវសិក្សារបស់គាត់និងឪពុករបស់អ្នកតែងតែតើអ្នកអាចយល់ពីអារម្មណ៍ខ្ញុំបានទេតើអ្នកអាចយល់ពីខ្ញុំបានទេតើរឿងនេះមានអ្វីពាក់ព័ន្ធជាមួយឪពុកខ្ញុំតើវាអាចមិនពាក់ព័ន្ធគ្នាដោយរបៀបណាបើគ្មានគាត់ការសិក្សាទាំងនោះសុទ្ធតែជារបស់ខ្ញុំវាជាការសិក្សារួមគ្នារវាងខ្ញុំនិងសិស្សច្បងរបស់ខ្ញុំគាត់មិនគួរមានទេអត្ថភាពរបស់គាត់គឺមិនចាំបាច់ទេតើអ្នកអាចនិយាយដូច្នេះដោយរបៀបណាគាត់ជាឪពុករបស់ខ្ញុំឪពុករបស់អ្នកក៏មិនមែនជាមនុស្សល្អដែរបើមិនដូច្នោះទេគាត់នឹងមិនត្រូវបានហ្វេមិនលបួងឡើយនោះហើយជាមូលហេតុដែលផ្ទះរបស់អ្នកឆេះសិស្សច្បងរបស់ខ្ញុំក៏មិនស្លាប់ដែរខ្ញុំគួរតែឈរក្បែរអ្នកចាស់ទុំរបស់អ្នកតើអ្នកកំពុងនិយាយអ្វីមនុស្សល្មមខ្ញុំមិនមានន័យអ្វីទេឆេនសេគេប្រាប់ខ្ញុំអគិភ័យនៅផ្ទះគ្រួសារកាកាលពី20ឆ្នាំមុនតើអ្នកបានធ្វើវាហើយឬនៅតើអ្នកកំពុងនិយាយអំពីអ្វីប្រុសណាខ្ញុំពិតជាមិនដឹងថាអ្នកកំពុងធ្វើពុតដើម្បីអ្វីទេអ្នកទើបតែនិយាយបែបនោះឥឡូវនេះតើបរិសុទ្ធហ្វាំងណាដែលលបួងឪពុកខ្ញុំតើអ្វីទៅដែលធ្វើឲ្យឪពុកខ្ញុំតាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាគ្រួសារយើងសំខាន់ណាស់តើមានអ្វីកើតឡើងហាការសន្ទនាអំពីទីក្រុងបុរាណអ្នកបានធ្វើវាដោយចិត្តណាអ្នកបាននិយាយវាដោយខ្លួនឯងអ្នកចង់បានការពិតមែនទេខ្ញុំនឹងផ្ដល់ការពិតដល់អ្នកក្រោយពីដឹងការពិតវាមិនទាន់យឺតពេលទេសម្រាប់យើងក្នុងការចាក់ចេញពីទីនេះសូមក្រឡេកមើលវេទិកាសិក្សានេះមិនត្រឹមតែពួកគេបានបង្កើតលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រដែលពួកគេកោតសរសើរនោះទេខ្ញុំបានពោពេញទៅដោយការច្រណែនយ៉ាងខ្លាំងជាបន្តខ្ញុំចាប់ផ្ដើមសិក្សាអំពីថ្នាំប៉ុន្តែភាពជោគជ័យនៃថ្នាំការពិសោធន៍ដាក់ពង្រាយមួយចំនួនធំនៅតែត្រូវការនៅពេលនេះហ្វាំងម៉ាន់បានមកផ្ទះរបស់អ្នកស៊ូងនេះជាគ្រូរំថ្មីដែលខ្ញុំបានរកឃើញសម្រាប់អ្នកមកជម្រាបសួរលោកគ្រូហ្វាំងជម្រាបសួរលោកគ្រូហ្វាំងស៊ូងល្អណាស់គាត់បានធ្វើឲ្យឪពុករបស់អ្នកញ៉ាំវាឪពុករបស់អ្នកបានក្លាយជាប្រធានបទពិសោធន៍របស់ខ្ញុំហើយអ្នកក៏ទទួលបានអ្វីគ្រប់យ៉ាងដែលគាត់ចង់បានដែរសេនស៊ីជីវាគឺជាអ្នកបានសម្លាប់ឪពុកម្ដាយរបស់ខ្ញុំវាគឺជាអ្នកដែលបានបង្កភ្លើងឆេះដែលបណ្ដាលឲ្យមានរឿងទាំងអស់នេះមិនមែនខ្ញុំទេគឺខ្ញុំទេដែលបន្ថយល្បឿនយើងទាំងពីរនាក់យើងនៅតែត្រូវចាក់ចេញពីទីនេះជាមួយគ្នាជារៀងរហូតមិនដែលម្ដងទៀតទេខ្ញុំជាសេនសេគេតាអ្នកឈួតទេទុកឲ្យខ្ញុំទៅខ្ញុំនឹងសម្លាប់អ្នកហើយម្ចាស់វ័យក្មេងតើអ្នកដឹងទេតាមពិតទៅខ្ញុំតែងតែមិនចូលចិត្តអ្នកខ្ញុំបានជួបអ្នកជាលើកដំបូងនៅមណ្ឌលកុមារកំព្រានៅក្មេងនៅឡើយអ្នកមើលទៅដូចម្ដាយរបស់អ្នកខ្លាំងណាស់អ្នកបាញ់
ភ្លេចក្មេងលូវែននោះទៅគាត់សុំនឹងស្លាប់អ្នកគួរតែនៅជាមួយខ្ញុំសុបិនជាមួយមនុស្សចាស់របស់ខ្ញុំអ្នកជាមនុស្សវិកលចរិតអ្នកបាននាំខ្ញុំចេញពីមណ្ឌលកុមារកំព្រាអ្នកបាននៅជាមួយខ្ញុំពេញមួយឆ្នាំនេះប៉ុន្តែតើខ្ញុំអាចសងសឹកដោយរបៀបណានៅពេលដែលអ្នកជាអ្នកធ្វើបែបនេះតើខ្ញុំអាចសងសឹកឪពុកម្ដាយរបស់ខ្ញុំដោយរបៀបណាខ្ញុំថែមទាំងចាត់ទុកអ្នកជាមនុស្សដែលខ្ញុំទុកចិត្តបំផុតអ្នកត្រូវប្រាប់ខ្ញុំឥឡូវនេះតើខ្ញុំគួរងាកទៅរកអ្នកណាទៀតដើម្បីសុំជំនួយយីយ៉ូសាឡាគ្មានបង្កាន់ដៃមិនចាំបាច់សុំអ្នកណាលើកដៃទេវាគួរតែជាអ្នកនឹងខ្ញុំឥឡូវនេះនិងម្ដាយរបស់អ្នកជាន់ខ្ពស់យើងទាំង3នាក់បានរស់នៅជាមួយគ្នាតើអ្នកកំពុងនិយាយអ្វីម្ដាយខ្ញុំស្លាប់ហើយគាត់បានស្លាប់កាលពី20ឆ្នាំមុនវាជាអ្នកគឺជាអ្នកដែលបានបំផ្លាញគាត់អ្នកគឺជាឃាតករអ្នកជាជនល្មើសមិនមែនខ្ញុំទេខ្ញុំមិនមែនទេទាំងអស់ដែលខ្ញុំបានធ្វើសិស្សច្បងទាំងអស់នឹងហើយគាត់មានកម្លាំងគាត់បានអត់ទោសឲ្យខ្ញុំបើអ្នកមិនជឿខ្ញុំទេសូមសួរគាត់កុំខ្លាចអីវាជាម៉ាក់របស់ខ្ញុំប៉ុន្តែនេះមិនមែនជាម៉ាក់របស់ខ្ញុំទេនេះមិនមែនជាម៉ាក់របស់ខ្ញុំទេនេះជាម៉ាក់ស្នេហាយើងស្លាប់ហើយអ្នកបានសម្លាប់គាត់ខ្ញុំប្រាប់អ្នកខ្ញុំនឹងមិនអត់ទោសឲ្យអ្នកឡើយគាត់នឹងអត់ទោសឲ្យខ្ញុំគាត់នឹងអត់ទោសឲ្យខ្ញុំបានទៅជួបគាត់ជាមួយនឹងលទ្ធផលស្រាវជ្រាវរបស់គាត់ជានឹងអត់ទោសឲ្យខ្ញុំអ្នកជាអ្នកដែលគួរទៅឋាននរកខ្ញុំប្រាប់អ្នកខ្ញុំមានភស្តុតាងទាំងអស់ប្រឆាំងនឹងអ្នករាល់គ្នាចេញបទបញ្ជាដាក់ទណ្ឌកម្មគូស៊ូអាស៊ូអាម៉ាក់របស់អ្នកនឹងមិននៅជាមួយអ្នកឡើយអ្នកហ៊ានក្បត់ខ្ញុំពិតណាស់ខ្ញុំនឹងនៅជាមួយមនុស្សចាស់របស់ខ្ញុំឥឡូវនេះដល់ពេលដែលយើងត្រូវនៅជាមួយគ្នាហើយចូលយើងទៅរកវាជាមួយគ្នាតើអ្នកកំពុងនិយាយអ្វីចេញពីទីនេះទៅភ្លេចសន្យាដែលធ្លាប់សន្យាជាមួយខ្ញុំហើយឬនៅតើអ្នកនឹងស្រឡាញ់ខ្ញុំហើយនៅជាមួយខ្ញុំទេហាហាហានោះជាការកុហកតើខ្ញុំអាចចាក់ចេញពីអ្នកដោយរបៀបណាខ្ញុំមិនដែលមានស្នេហាទេគ្មានអ្នកណាធ្លាប់ស្រឡាញ់ទេអ្នកអាចនៅជាមួយខ្ញុំបានតែប៉ុណ្ណឹងអ្នកជារបស់ខ្ញុំហើយសម្រាប់តែខ្ញុំប៉ុណ្ណោះកុំគិតពីវាអីទោះបីជាខ្ញុំស្លាប់ក៏ដោយក៏ខ្ញុំមិននៅជាមួយអ្នកដែរម៉ាក់ខ្ញុំកាន់តែមិនសូវនៅជាមួយអ្នកនៅទីនោះទេគាត់បានចាក់ចេញទៅជាមួយឪពុកខ្ញុំជាយូរមកហើយប្រសិនបើគាត់នៅមានជីវិតគាត់នឹងមិនសំបីតែសម្លឹងមើលអ្នកឡើយទូឯកធ្លុកហាបងស្រីខុសអ្នកអរគុណខ្ញុំនឹងមករកអ្នកភ្លាមការដាក់ឈ្មោះរបស់គាត់បានចាប់ផ្ដើមរួចហើយតើអ្នកនឹងធ្វើអ្វីនៅកម្រិត14ឈប់តើអ្នកគិតថាខ្ញុំនឹងស្រែកដាក់អ្នកហើយបន្ទាប់មកលេងអ្នកមែនទេអនុញ្ញាតឲ្យខ្ញុំចេញហាអ្នកឈួតហើយមនុស្សវិកលចរិតឈប់ទៅសួងអ្នកមិនទាន់ស្លាប់ទេគាត់នឹងធ្វើឲ្យអ្នកស្លាប់អ្នកឯងជាអ្នកដែលសមនឹងស្លាប់លេងគាត់ទៅចៅហ្វាយចេញពីទីនេះទៅខ្ញុំឈួតហើយអត់ទៅចេញពីទីនេះទៅលោកខ្លួន
ភាពភ័យខ្លាចការសងសឹកគ្រាន់តែតម្រូវឲ្យលះបង់មួយក្នុងចំណោមពួកគេវានឹងមិនបានបញ្ចប់បែបនេះទេខ្ញុំតើពួកគេពិតជាបានសងសឹកមែនទេខ្ញុំនឹងមើលថែយើងឲ្យបានល្អកុំបារម្ភអី